សួស្តីប្រិមត្តទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីរបស់យើងមួយរឿងទៀតហើយចាប់ផ្ដើមនៃសាច់រឿងរបស់យើងបង្ហាញយើងឃើញនៅតួស្រីដែលមានឈ្មោះថាជីអានីងបានចងភ្នែកដោយកណាត់ក្រហមត្រូវបានគេនាំនាងចូលមកក្នុងបន្ទប់មួយដែលនោះគឺជាបន្ទប់របស់តួប្រុសដែលក៏មានឈ្មោះថាស៊ីអ៊ីស៊ឺហើយបន្ទាប់មកអ្នកទាំងពីរក៏ធ្វើឲ្យអ្នកស៊ីងកមុខចាស់ផ្ងាពោះបាសជើងទៅម៉ាងរឿងនេះសង្ឃឹមថាអ្នកមើលស៊ីងកមុខចាស់ពេញចិត្តតែចោះនៅពេលដែលតួប្រុសហក់បំរុងនឹងតបាក់ករបស់តួស្រីក៏បានប្រាប់ថាត្រង់នឹងកើតបាននោះទេហើយតួប្រុសក៏សួរទៅត្រង់ណាបានខ្លះខ្ញុំជិតរៀបការកំទុកស្លាកស្នាមឲ្យសោះលោកសន្យាជាមួយនឹងខ្ញុំឲ្យគ្រប់3ឆ្នាំលោកនឹងយល់ព្រមដោះលែងខ្ញុំជួបលើក្រោយយើងធ្វើជាមិនស្គាល់គ្នាចោះបែបនេះគឺល្អបំផុតទោះប្រថាចប់មិនបាននោះទេយប់នេះទៅតែចាប់ផ្ដើមតែប៉ុណ្ណោះហើយទាំងពីរអ្នកក៏បន្តភាពផ្អែមល្ហែមជាមួយនឹងគ្នាទៀតទៅដែលធ្វើឲ្យអ្នក single មុខចាស់ច្នៃគេងាប់តែម៉ាងបន្ទាប់មកមនុស្សរបស់តួប្រុសបានទៅមកប្រាប់តួប្រុសថាលោកម្ចាស់ធំតាំងចិត្តឲ្យក្មួយរបស់តួប្រុសទូដំណៃបន្តពីជីគ្រប់ប៉ុន្តែត្រូវរៀបការជាមួយនឹងតួស្រីតួប្រុសក៏និយាយទៅរឿងច្រើនថានេះមិនចាំបាច់ស្នងតំណែងអីទៀតនោះទេគាត់ក៏ប្រាប់ឲ្យមនុស្សរបស់គាត់ប្រាប់ទៅកាន់សារព័ត៌មានទៅថាគាត់ត្រឡប់ទៅវិញហើយតួប្រុសរបស់យើងឈ្មោះពេទ្យរបស់គាត់គឺជីឈីឆាំងនិងថ្ងៃនេះតួស្រីនេះមកកាន់ក្រុមហ៊ុនដើម្បីមកទទួលគូតដឹងរបស់នាងនេះគឺជាជីជីងហ្វាំងគឺជាគូតដឹងរបស់តួស្រីគេសួរតួស្រីរបស់យើងថាមកទីនេះធ្វើអីហើយតួស្រីក៏ប្រាប់ទៅថាលោកពូតូចចិត្តត្រឡប់មកវិញហើយលោកតាបានទេទៅរកនាងឲ្យមកទទួលគេត្រឡប់ទៅផ្ទះជីងហ្វាំងឆ្ងល់ខ្លាំងមែនទែនតួប្រុសមិនត្រឡប់មកវិញ3ឆ្នាំហើយមិនបានជាសោកក៏ត្រឡប់មកវិញអញ្ចឹងបន្ទាប់មកជីងហ្វាំងក៏អូសដៃតួស្រីទៅនិយាយគ្នាពីរនាក់គេថាទោះបីជាលោកតាទទួលតួស្រីចូលមកក្នុងតកូលជីព្រោះតែរស័យអាចលើកតកូលបានប៉ុន្តែតួស្រីកំភ្លេចអីសោះ3ឆ្នាំមុនគេបន្ថយជីវិតជួយនាងនៅក្នុងមន្ទីរពេទ្យទើបនាងអាចមានជីវិតបានពេលនេះតួស្រីត្រឡប់មកវិញគ្មានលទ្ធផលល្អចំពោះគេនោះទេកុំល្មើសកូនឲ្យសោះលោកមិនចាំបាច់រំលឹកគ្រប់ពេលនោះទេខ្ញុំមិនភ្លេចនោះទេនេះគឺជាប៉ែគួរគឺជាស្រីកំណាន់ចិត្តរបស់ជីងហ្វាំងនាងថាគេនឹងបានសន្យាជាមួយនឹងនាងរួចហើយទោះបីជារៀបការជាមួយនឹងតួស្រីក៏មិនប៉ះតួស្រីនោះដែរជីងហ្វាំងប្រើទុកចិត្តចោះគ្មានថ្ងៃគេប៉ះពាល់តួស្រីនោះទេហើយថែមទាំងថើបគេនឹងនៅចំពោះមុខតួស្រីទៀតអូយក្តៅដូចបាយពូត្មងនេះតួស្រីបើខ្ញុំវិញ3រាប់1 6សាដើមតាម៉ាងអូយនាងម្នាក់នេះថែមទាំងនិយាយឌឺទៅកាន់តួស្រីរបស់យើងទៀតនាងថានាងគឺជាមនុស្សចិត្តស្អាតមិនចង់ឲ្យមានអ្នកគេមកប៉ះប៉ះរបស់នាងនោះទេប៉ុន្តែតួស្រីរបស់យើងមិនក៏ពើណានិយាយឌឺទៅកាន់នាងទៅវិញទៅមកទៅខ្លួនឯងត្រឹមតែជាស្រីក្រៅផ្ទះអ្នកនាងប៉ែនេះពិតជាប្រកែកសម្ដែងមែនទុកចិត្តចាស់ខ្ញុំមិនត្រឹមតែជាមនុស្សស្រឡាញ់ភាពស្អាតស្អំតែក៏ជាមនុស្សមានការសិក្សាខ្ញុំចូលចិត្តប៉ះពាល់របស់អ្នកដទៃប្រេះផ្ដានោះទេអូយដាក់ទៅវិញអញ្ចឹងតើកប៉ៅខ្ញុំគ្រប់ត្រស្អប់ខ្លាំងណាស់ណាចូលចិត្តចង់បានរបស់គេជាពិសេសនឹងអាចោលសៀមនឹងតាម៉ាងបន្ទាប់មកតួស្រីរបស់យើងនឹងក៏ដែរចេញទៅហើយក៏កើតនៅក្នុងចិត្តនៅពេលដែលជីងហ្វាំងបានស្នងតំណែងក្រុមហ៊ុនហើយនោះគុណបុណ្យដែលគេធ្លាប់ជួយជីវិតចាត់ទុកថានាងបានសងគេរួចអស់ហើយនៅពេលដែលតួស្រីជាមួយនឹងជីងហ្វាំងត្រឡប់មកដល់ផ្ទះវិញស្រាប់តែមានឡានមួយបានបើកមករកពួកគេហើយតួស្រីនេះព្យាយាមយកខ្លួនរបស់នាងទៅពាំងដើម្បីកុំឲ្យជីងហ្វាំងមានគ្រោះថ្នាក់ឡានមួយនឹងមិនជារបស់អ្នកគេឆ្ងាយនោះទេគឺជារបស់តួប្រុសនឹងឯងតួស្រីគ្រាន់តែឃើញតួប្រុសបើកភ្នែកឡើងធំនិយាយថាពូតូចបន្ទាប់មកទាំង3នាក់ក៏ចូលមកក្នុងផ្ទះហើយជីងហ្វាំងក៏និយាយទៅថាមិនបានជាសោកតួប្រុសត្រឡប់មកវិញអញ្ចឹងមើលតែឯងដូចជាមិនពេញចិត្តពេលដែលខ្ញុំត្រឡប់មកវិញនោះទេតួស្រីគិតថាសម្លេងរបស់តួប្រុសមិនបានជាដូចសម្លេងបរិបម្នាក់ដែលនាងបានកេងជាមួយនឹងអញ្ចឹងតួប្រុសក៏សួរទៅកាន់តួស្រីមិនបានជាមិនមានទំនាក់ទំនងជាមួយនឹងគាត់អញ្ចឹងហើយគាត់ក៏សរសើរឈុតដែលពាក់នៅលើខ្លួនរបស់តួស្រីល្មមស្អាតតាម៉ាងគាត់ថាមិនមែនចំណងចំណូលចិត្តរបស់ជីងហ្វាំងនោះទេតែប្រដតីទិញឲ្យនាងមែនបន្ទាប់មកតួស្រីនឹងក៏ស្រមៃឈុតមួយនឹងគឺបរិអាចកំបាំងម្នាក់នោះបានទិញវាឲ្យនាងពាក់ហើយតួស្រីឆ្ងល់ខ្លាំងមែនទែនថាតួប្រុសដឹងបានដល់យ៉ាងម៉េចជីងហ្វាំងតែគេចាំបានពេលដែលតួស្រីចេញពីផ្ទះតួស្រីគឺអត់បានពាក់ឈុតនេះណាតួស្រីក៏កុហកទៅពេលដែលនាងឈប់ចាំគេនឹងចេះដល់ធ្វើឲ្យឈុតរហែកនាងក៏ទៅទិញឈុតថ្មីយកមកពាក់មើលទៅតកូជីក៏អោជាមួយនឹងនាងដែរដល់ថ្នាក់ទិញឈុតដែលមានតម្លៃ100ពាន់ឲ្យនាងបែបនេះតួស្រីនឹងក៏ភ្ញាក់ផ្អើលផងដែរដែលឈុតមួយមានតម្លៃ100ពាន់អញ្ចឹងហើយជីងហ្វាំងក៏សួរទៅយកលុយមកពីណាទិញអូយតួស្រីក៏កុហកទៀតដែរថាជារបស់ខ្លែងនោះទេហើយតួប្រុសគិតថាឈុតមួយនឹងក៏មកគេកាត់តម្លៃរាប់រយរាប់ពាន់ប៉ុន្តែនាងបែរជានិយាយថាជារបស់ខ្លែងទៅវិញបន្ទាប់មកតួប្រុសក៏និយាយថាកូនប្រសាធំរបស់គ្រួសារជីពាក់របស់ខ្លែងបានលេចលើចេញទៅខាងក្រៅប្រកាសជាមិនល្អនោះទេហើយគាត់ក៏ហៅតួស្រីឲ្យមកណែតួស្រីស្ដាប់លើបែបនឹងបើកភ្នែកឡើងធំឡើងឆ្ងល់តែម៉ាងបើក្មួយរបស់គាត់មិនឲ្យលុយទៅទិញរបស់ពេទ្យទៅឲ្យគាត់គឺជាអ្នកឲ្យចាស់តួស្រីឆ្ងល់ខ្លាំងមែនទែនតាមអីដែលនាងចាំបាននាងមិនដែលពាក់ព័ន្ធជាមួយនឹងគាត់នោះទេជីងហ្វាំងក៏និយាយទៅតួស្រីគឺជាគូតដឹងរបស់គេរឿងឲ្យលុយមិនចាំបាច់គាត់គឺជាអ្នកឲ្យនោះទេយើងគ្រាន់តែចង់បង្រៀនឯងថាមានរបស់ល្អមិនចេះរក្សាទុកថ្ងៃណាមួយប្រកាសជាមានអ្នកដទៃដណ្ដើមយកទៅបន្ទាប់មកជីហ្វាំងក៏ស្ដីបន្តទៅកាន់តួស្រីនាងគឺជាកុំសាស្រីគ្រួសារជីស្លៀកពាក់ខ្លាំងធ្វើឲ្យឈ្មោះគ្រួសារជីខូចខាតចង់ដើរអួតគេចង់ស្លៀកពាក់ឈុតដែលកំងកាតមែនទេហើយគេក៏បកគោកាតឲ្យតួស្រីរបស់យើងបន្តែបកគោដោយកំហឹងឯអ្នកទាំងអស់គ្នាតួប្រុសចាប់ដៃរបស់គេពឹបនឹងនិយាយថានេះជ្រុលពេកហើយជីងហ្វាំងក៏ប្រាប់ទៅកាន់តួប្រុសគេកំពុងតែបដៅគូតដឹងរបស់គេកុំឲ្យតួប្រុសមកពាក់ព័ន្ធនៅពេលនោះប៉ារបស់តួប្រុសបានស្រែកឡើងថាសម្លេងឡូឡាអីហ្នឹងអូយតួប្រុសក៏បិទទូទៅដោយសារតែចៅប្រុសរបស់គាត់ធ្វើបាបចៅប្រសាអញ្ចឹងបានជាតួប្រុសជួយហើយតួស្រីក៏ប្រាប់ទៅថាគ្រាន់តែជារឿងយល់ច្រឡំនោះទេបន្ទាប់មកលោកតាក៏សួរទៅកាន់តួប្រុសក្រែងតែតួប្រុសតែមកប្រាប់ថាមានសង្សារនោះអីហើយដែលបានជាមិនណែនាំ
ទូប្រកបប្រតិកម្មប៉ាបគាត់ទៅពេលនេះនាងមិនតបង្ហាញមកនោះទេអញ្ចឹងហើយបានជាគាត់មិនតណែនាំមិនបានជាមិត្តស្រីរបស់ឯងនៅតែមិនតត្រៀមខ្លួនរួចទៀតហ៎ពេលនេះនាងនៅជាសង្សារអ្នកដតីនៅឡើយនោះទេជីងហ្វឹងទទួលប្រតិតតងជាមួយនឹងសង្សាររបស់គេឯងទូប្រកបប្រទៅវិញក៏តតងជាមួយនឹងសង្សារអ្នកដតីវាល្អជាងឲ្យអ្នកដតីមកពាក់ស្នេហ៍យកគាត់ដែរអូយទូស្រីរបស់យើងគិតថាទូប្រសំជាមួយនឹងឈ្មោះបិសាចពេទ្យមែនលោកតាខាងឡើងចង់កាំងបេះដូងប្រាប់ឲ្យកូនប្រុសរបស់គាត់ណាតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងស្រីអនហ្នឹងទៅបើមិនចឹងនោះទេមិនបាច់ត្រឡប់មកវិញទេនៅពេលលោកតាចេញទៅបាត់ជីងហ្វឹងក៏ចូលមកចំអកទូប្រកូនប្រុសតកូលជីទៅលួចតាក់ទងជាមួយនឹងសង្សាររបស់អ្នកដតីឮហើយមិនគួរចង់ស្ដាប់សោះហើយទូប្រកក៏ប្រាប់ទៅវិញឲ្យគេនឹងចាត់ការរឿងខ្លួនឯងសិនទៅនៅលើក្បាលរបស់គេក៏មានពណ៌បៃតងគួរចង់មើលដែរតែជីងហ្វឹងឆ្ងល់ខ្លាំងមែនទែនថាទូប្រករបស់យើងបានន័យថាយ៉ាងម៉េចនៅពេលដែលទូប្រកចេញទៅបាត់គេចូលមកសួរទូស្រីថាទូស្រីទៅធ្វើរឿងមិនល្អជាមួយនឹងទូប្រកនៅពីក្រោយខ្នងមែនទេទូស្រីក៏បដិសេធថាមិនអាចទៅរួចនោះទេក៏មកយើងដឹងឲ្យសោះថានាងផាត់ក្បត់បើមិនចឹងនោះទេប្រកាសជាងាប់បន្ទាប់ពីនឹងទូស្រីនាងក៏មកឆែកមើលតម្លៃសម្លៀកបំពាក់មួយនេះនាងឃើញថាតម្លៃរបស់វាគឺពិតជាថ្លៃខ្លាំងណាស់នាងថាបរិយាអាត់កំបាំងម្នាក់នឹងគឺមានខ្លាំងណាស់មែនទេអញ្ចឹងបានន័យថាសម្លៀកបំពាក់ដែលគេទិញឲ្យនាងទាំងអស់នេះវាប្រកាសជាមានតម្លៃថ្លៃណាស់ហើយអូយគ្មានតើបើយើងធ្វើយ៉ាងណាក៏ដោយគឺបញ្ញាចាត់ការឈុតទាំងអស់នេះបន្ទាប់មកបរិយាអាត់កំបាំងម្នាក់នោះក៏ឆាតឲ្យទូស្រីរបស់យើងចេញទៅមើលផ្កាយជាមួយនឹងគេទូស្រីក៏ប្រាប់ទៅមិនមើលនោះទេកុំតាក់ទងមកនាងទៀតណាមកថាអត់មើលនោះទេប៉ុន្តែដែរចេញមកខាងក្រៅដើម្បីមកមើលផ្កាយប៉ុន្តែយប់នេះមេឃថាងឹតចុងមិនដឹងមានផ្កាយមកពីណានៅពេលដែលទូស្រីអង្គុយលើតងទូប្រកក៏ចូលមករកនាងនឹងបានសួរនាងថាចេញមកមើលផ្កាយមែនទេមិនក៏បញ្ញាប់យ៉ាងហ្នឹងឬមួយក៏ណាត់ជាមួយនឹងប្រុសផ្សេងចេញមកមើលផ្កាយជាមួយនឹងគ្នាគ្មានតើបើយើងឆ្ងល់ហើយមិនបានជាគាត់ស្មានត្រូវបានយ៉ាងម៉េចហើយគ្មានតើបើយើងក៏ប្រាប់ថាអត់នោះទេនាងគ្រាន់តែចេញមកមើលថាយប់នេះមានផ្កាយឬមួយក៏អត់អូយទូប្រកឆ្លៀតនិយាយញ៉ាំទៅកាន់ទូស្រីបើយើងថែមទៀតគាត់ថាយប់នេះនឹងមានភ្លៀងធ្លាក់លើក្រៅបើទូស្រីចង់ណាត់មនុស្សប្រុសមើលផ្កាយជាមួយនឹងគ្នាសូមឲ្យនាងមើលការព្យាករណ៍អាកាសធាតុផងអូយក្មេងតើបើយើងគិតថាមិនបានជាគាត់ច្បាស់ដល់ឋានៈហ្នឹងលោកពូនេះពូកំពុងតែនិយាយលេងសើចជាមួយនឹងក្មួយភាសាណានិយាយបែបនេះសប្បាយណាស់មែនទេបន្ទាប់មកទូប្រកក៏មកអង្គុយតងជាមួយនឹងគេអូយធ្វើបែបហ្នឹងធ្វើឲ្យអ្នកស៊ីងក៏មកចាប់ផ្កាពោះបាក់ជើងបាត់ហើយចឹងមួយភាសាមែនទេប្រកាសខឹងចិត្តហើយមិនគិតថាសម្លេងរបស់ខ្ញុំធ្លាប់ឮខ្លះទេអីអូយក្មេងតើបើយើងអញញោភ័យដល់ហើយស្អែកនេះនាងជាមួយនឹងជីងហ្វឹងត្រូវទៅកាន់មណ្ឌលកម្មាកំព្រាទៀតនាងប្រាប់ឲ្យលោកពូបញ្ញាប់ទៅសម្រាកទៅអូយត្រង់អញញោម៉េះក្មេងតូចប៉ុន្តែមើលទៅកាន់ទូស្រីរបស់យើងគួរឲ្យស្រឡាញ់តាម៉ាងនៅពេលដែលទូស្រីចេញទៅបាត់ទូប្រកទៅកាន់មនុស្សរបស់គាត់ឲ្យជួយគាត់បន្តិចមកនឹងឯស្អែកនៅពេលដែលទូស្រីជាមួយនឹងជីងហ្វឹងរៀបចំខ្លួនដើម្បីទៅមណ្ឌលកម្មាកំព្រាស្រាប់តែស្រីកំណានរបស់ជីងហ្វឹងតែមកប្រាប់គេថានាងត្រូវឡានបោកមុនពេលដែលចេញទៅគេប្រាប់ឲ្យទូស្រីរបស់យើងទៅមណ្ឌលកម្មាកំព្រាខ្លួនឯងទៅហើយហាមកុំឲ្យនាងប្រាប់លោកតាឯសោះបន្ទាប់មកទូប្រកក៏ចូលមករកទូស្រីនឹងនិយាយចំអកទៅកាន់នាងហើយនាងពិតជាគួរអាណិតមែនមើលទៅគូតដឹងបាននាងបញ្ញាប់ទៅរកសង្សាររបស់គេហើយគាត់ក៏ឲ្យយោបល់ទៅកាន់ទូស្រីបញ្ញាប់ទៅរកមនុស្សប្រុសម្នាក់ដែរទៅពូតូចតាំងពីយប់មិញដែលពូនិយាយថាខ្ញុំមានអ្នកផ្សេងតើពូមានផាត់តាំងដែរទេហើយទូប្រកក៏ប្រាប់ឲ្យទូស្រីរបស់យើងឡើងឡានចាំគាត់នាំនាងត្រឡប់ទៅវិញក្មេងទៅបើយើងគិតថាប្រកាសជាទូប្រកក៏ហក់ជាមិនខានចង់ឲ្យខ្ញុំយកផាត់តាំងទៅឲ្យលោកម្ចាស់ធំនៅត្រង់ទេអូយក្មេងទៅបើយើងស្ដាប់លេងចឹងភ័យដែរតែអូយចូលមកដល់ក្នុងឡានក៏ឆ្លៀតសួរទៀតទៅទូប្រកនៅមានផាត់តាំងអីអូយទូប្រាប់ឲ្យយើងក៏សួរទៅតែនាងពិតជាមានមនុស្សប្រាណនៅខាងក្រៅមែនទេតើលោកចង់បានអីពីខ្ញុំមកពេលប្រកាសទៅព្រោះថាខ្ញុំចាប់អារម្មណ៍ជាមួយនឹងនាងនោះអីគ្មានតែបើយើងក៏ប្រាប់ទៅនាងគឺជាក្មួយភាសាស្រីរបស់គាត់ណាសូមតែផ្ដល់កិត្តិយសផងទូប្រថាទូស្រីចង់ខ្លាចទៅជាអ្នកស្រីតកូជីហើយថែមទាំងចង់មានរស័យល្អទៀតរៀបការជាមួយនឹងកូនប្រុសបើសំណាប់ដូចជាគាត់ទៅមកក្រុមដៃជាមួយនឹងគាត់មិនចាំបាច់អត់ទ្រាំជាមួយនឹងការសម្ដែងនេះទេអូយគ្មានតែបើយើងខឹងខ្លាំងពេកក៏ខំដៃរបស់គាត់ក្របប៉ុន្តែមើលទៅទូប្រដូចជាមិនមានប្រតិកម្មអីនោះទេមើលទៅដូចជាមិនឈឺអីផងទូស្រីក៏ប្រាប់ទៅថាមែនហើយនាងចង់ខ្លាចទៅជាអ្នកស្រីតកូជីប៉ុន្តែអ្នកដែលអាចធ្វើនាងធ្វើជាអ្នកស្រីបានមានតែជីងហ្វឹងនោះទេហើយបើគាត់ចង់ដណ្ដើមអំណាចក៏អាចធ្វើបានបើកចំហកាត់ដកឬជីគោលឬគួរខ្មាស់គេពេកហើយទូប្រក៏និយាយថាប៉ុណ្ណឹងគួរខ្មាស់គេហើយមែនទេវានៅមានរឿងគួរខ្មាស់គេជាងនឹងទៀតបើទូស្រីហ៊ានរៀបការជាមួយនឹងជីងហ្វឹងគាត់នឹងបង្ហាញព័ត៌មានឲ្យនាងតាក់ទងជាមួយនឹងប្រុសផ្សេងអ្នកគ្រប់គ្នាបានដឹងគាត់ទុកពេលនាងមួយថ្ងៃដើម្បីគិតឲ្យបានច្បាស់រួចឲ្យចំឆ្លើយជាមួយនឹងសំណួររបស់គាត់នឹងឯស្អែកទូប្រក៏មករកទូស្រីសួរនាងថាគិតរួចហើយនៅក្មេងទៅប្រាប់ថាមិនចាំបាច់គិតនោះទេនាងរៀបការជាមួយនឹងជីងហ្វឹងតែម្នាក់តែប៉ុណ្ណោះហើយទូស្រីក៏សួរទៅតើគាត់ចូលចិត្តអីពីខ្លួនរបស់នាងអូយទូប្រាប់បើយើងប្រាប់ទៅវិញទៅថាសេកស៊ីខ្ញុំមិនសេកស៊ីនោះទេលោកមិនចាំបាច់និយាយប្រេបដាស់នោះឡើយចៃដល់លោកតាចំមកឃើញអ្នកទាំងពីរក៏សួរថានាំគ្នាធ្វើអីហ្នឹងគាត់បានអញ្ជើញនាយកសាលាមណ្ឌលកម្មាកំព្រាមកញ៉ាំបាយនៅថ្ងៃសៅរ៍នេះដើម្បីមកពិភាក្សារឿងមង្គលការរបស់នាងជាមួយនឹងជីងហ្វឹងទូស្រីមកពីមណ្ឌលកម្មាកំព្រាតាំងពីអាយុ8ឆ្នាំមករស់នៅក្នុងគ្រួសារជីនាយកសាលាមណ្ឌលកម្មាកំព្រាដូចជាម្ដាយឪពុករបស់ទូស្រីអញ្ចឹងបានជាគាត់ហៅមកពិភាក្សារឿងមង្គលការរបស់នាង
បន្តមកលោកតាក៏ប្រាប់ឲ្យតួប្រុសរបស់យើងចូលរួមនៅថ្ងៃសៅរ៍នេះផងដែរនៅថ្ងៃនេះចាស់ទុំទាំងសងខាងបានមកជួបគ្នាអស់ហើយដើម្បីមកនិយាយរឿងមង្គលការរបស់តួស្រីជាមួយនឹងជីងហ្វាំងប៉ុន្តែនៅពេលនេះអត់មានវត្តមានរបស់តួប្រុសនោះទេលោកតាក៏បញ្ញាប់ទេទៅកាន់តួប្រុសសុំជួបជាមួយនឹងតួស្រីហើយលោកតាក៏ហុចទូរស័ព្ទឲ្យទៅកាន់តួស្រីតែមកទៅអូយក្មេងតូចរបស់យើងព្យាយាមនិយាយកាត់ឡើងលឿននាងថាតួប្រុសរបស់យើងមានតរៈមិនអាចមកបាននិងមិនអីនោះទេអញ្ចឹងធ្វើការរបស់គាត់ទៅនៅពេលនោះតួប្រុសក៏បានហៅតួស្រីហើយនៅក្នុងដៃរបស់គាត់ក៏មានកណាត់ពណ៌ក្រហមមួយផងដែរអូយក្មេងតូចរបស់យើងបានឃើញកណាត់ពណ៌ក្រហមមួយនឹងក៏បើកភ្នែកឡើងធំប៉ុន្តែមកក្មេងតូចរបស់យើងក៏ស្រមៃរឿងរបស់នាងជាមួយនឹងបរិអាតកំបាំងតែការដែលអ្នកទាំងពីរនេះនោះជាមួយនឹងគ្នាហើយតួស្រីតែងតែយកកណាត់ក្រហមនឹងចងភ្នែករបស់នាងរហូតអញ្ចឹងហើយបានជាក្មេងតូចរបស់យើងអត់ស្គាល់មុខរបស់តួប្រុសតាំងពីពេលហ្នឹងហើយនៅពេលនេះក្មេងតូចរបស់យើងអាចនឹងដឹងច្បាស់ហើយថាម្នាក់នោះគឺជាណាគេនោះគ្រាន់តែជាការសង្ស័យរបស់តួស្រីតែប៉ុណ្ណោះតួស្រីនឹងមិនអស់ចិត្តនោះទេដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់តួស្រីបានចុចទៅកាន់បរិអាតកំបាំងនឹងតាម៉ាងអូយម្ដងនេះគ្មានការសង្ស័យអីទៀតនោះទេបរិអាតកំបាំងនឹងគឺជាតួប្រុសរបស់យើងតាម៉ាងបន្តមកតួស្រីនេះក៏ស្រមៃនឹកឃើញរឿងរ៉ាវតាំងពីដំបូងដែលនាងបានជួបជាមួយនឹងតួប្រុសនៅថ្ងៃនោះតួស្រីរបស់យើងស្វឹងខូចចិត្តជាមួយនឹងរឿងស្នេហាស្វឹងបាត់ស្មារតីយកឡើងក៏មកដេកជាមួយនឹងតួប្រុសតាម៉ាងតួប្រុសបានឲ្យនាងទទួលខុសត្រូវលើគាត់ដាក់ឲ្យនាងធ្វើជាមនុស្សស្រីរបស់គាត់តួស្រីនឹងប្រាប់ថាប៉ុន្តែនាងមានគូទៅដល់ថ្ងៃគូដណ្ដឹងរបស់នាងគេមានសង្សារហើយមិនចឹងឯងហើយតួស្រីរបស់យើងនាងបានបដិសេធនាងថានាងអត់តាមបានត្រៀមខ្លួននោះទេតួប្រុសក៏គម្រាមទៅបើសិនជានាងមិនព្រមនោះទេគាត់នឹងបាក់កកាយរឿងរបស់ពួកគាត់ឲ្យអ្នកគ្រប់គ្នាបានដឹងឃើញតែតួស្រីរបស់យើងអត់និយាយអីតួប្រុសក៏បាក់តាម៉ាងងួយធ្វើឲ្យអ្នក single មកចាស់ផ្ងាស់ពោះបាសជើងបាត់ហើយចឹងនៅពេលដែលសម័យរួចតួស្រីនាងក៏គិតទៅបីសាច់ស៊ីគឺជាតួប្រុសប៉ុន្តែមកតួប្រុសក៏ផ្ញើសារសួរតួស្រីតើនាងចូលចិត្ត surprise ដែរទេនៅពេលនោះអ្នករត់តុបានចាក់ភេទជ្ជៈចូលទៅក្នុងកាយរបស់តួស្រីហើយនៅក្នុងកាយរបស់តួស្រីក៏មានទឹកកកហើយតួប្រុសក៏និយាយទៅថាមួយរយៈនេះតួស្រីមិនចូលចិត្តរបស់ត្រជាក់បដូរទៅជារបស់ក្តៅវិញទៅលោកពូដឹងបានយ៉ាងម៉េចថានាងមិនអាចផឹករបស់ត្រជាក់បានអូយយប់មកខ្ញុំចង់មកញ៉ាំទឹកដែលចៃដន្យបានជួបជាមួយនឹងលោកពូនាងថាតួប្រុសរបស់យើងប្រាប់ឲ្យនាងផឹកទឹកកកនាងប្រាប់ថានាងមួយរយៈនេះនាងមិនអាចផឹករបស់ត្រជាក់នោះទេហើយតួប្រុសក៏បាននិយាយឌឺថាតួស្រីរបស់យើងនិយាយបែបមិនប្រហែលជាបែបហ្នឹងហើយបន្ទាប់មកជីងហ្វឹងក៏ចាប់ដៃរបស់តួស្រីហាក់បីដូចជាចង់បញ្ឈឺទៅកាន់តួប្រុសចំណែកក្មេងតូចរបស់យើងឃើញស្ថានភាពមិនសូវស្រួលក៏បញ្ញាប់លើកែវឡើងទុកជាការសំទោសដែលនាងមិនតាមបានស្វាគមន៍គាត់តាំងពីត្រឡប់មកវិញបន្ទាប់មកតួស្រីនឹងក៏លើកដៃស្អាតហើយតួប្រុសក៏និយាយទៅថាគាត់នឹងទៅធ្វើការនៅក្នុងក្រុមហ៊ុន G Group ដែរតួប្រុសបាននិយាយចាក់ចំចំណុចរស័ព្ទរបស់ជីងហ្វឹងហើយអាការៈរបស់គេបញ្ចេញយ៉ាងច្បាស់មិនចង់ឲ្យតួប្រុសទៅ G Group នោះទេហើយតួស្រីក៏គិតទៅអីដែលជីងហ្វឹងធ្វើនៅពេលនេះដូចជាច្បាស់ពេកហើយបែបនេះនឹងធ្វើឲ្យលោកតាមិនពេញចិត្តជាមិនខាននោះទេតួស្រីបានប្រាប់គេកុំឲ្យផឹកច្រើនពេកប៉ុន្តែគេបែរជាកវិសតួស្រីរបស់យើងចេញដោយកំហឹងបន្ទាប់មកតួស្រីក៏សុំអ្នកគ្រប់គ្នាដើម្បីចូលទៅក្នុងបន្ទប់ទឹកនៅពេលដែលតួស្រីរបស់យើងចូលមកដល់ក្នុងបន្ទប់ទឹកហ្នឹងរួយតួប្រុសរបស់យើងដើរមកតាមក្រោយគ្រាន់តែតួស្រីបានឃើញតួប្រុសឡើងចង់ដាច់ផ្ងាតែមកហើយតែបានជាឃើញខ្ញុំភ្ញាក់ផ្អើលដល់ថ្នាក់នេះអូយអត់នោះទេពេលនេះខ្ញុំរួចរាល់ហើយប៉ុន្តែតួប្រុសរបស់យើងមិនព្រមលេងតួស្រីរបស់យើងឲ្យតាណាងាយៗនោះទេខ្លាចដល់ថ្នាក់នេះខ្លាចនៅគ្រាឡើងក្រេជាមួយនឹងគ្នាមែនទេឬមួយក៏នាងខ្លាចចាស់ទុំគាត់ចាប់បានខ្ញុំមិនដឹងថាគឺជាលោកនោះទេបើសិនជាខ្ញុំដឹងបាននាងដឹងកាន់តែខ្លាំងជាងនេះទៀតត្រូវទេហើយក្មេងទៅក៏សួរទៅ3ឆ្នាំកន្លងមកមិនមែនគាត់នៅក្រៅប្រទេសទេអីហើយតួប្រុសក៏ប្រាប់ទៅមិនមែនជាឧបសគ្គរបស់គាត់នោះទេគាត់គ្រាន់តែជាយន្តហោះរៀងរាល់អាទិត្យមកដីជាមួយនឹងនាងតួស្រីនឹងក៏សុំឲ្យតួប្រុសមកបំភ្លេចរឿងអតីតនឹងបានទេពីព្រោះតែនាងកំពុងតែចិត្តរៀបការប៉ុន្តែតួប្រុសបានក៏វាក្បានដូចកោស្រង់ទេអញ្ចឹងគាត់ភ្លេចមិនបានពេលដែលនាងអោបគាត់មកក្រហមនៅលើក្រែបាននោះទេណាអូយក្មេងតូចបីយើងក៏សួរតើគាត់ត្រូវការអីតួប្រុសប្រាប់ឲ្យនាងថាគាត់សិនមកចាំគាត់ប្រាប់នៅពេលនោះជីងហ្វឹងក៏ស្រែកសួរតួស្រីរួចហើយនៅហើយមានឃើញតួប្រុសដែរទេតួស្រីនឹងក៏ស្រែកប្រាប់ថារួចហើយនឹងកំពុងតែចេញទៅមានណាតួប្រុសបើយើងចាប់នាងពើមួយក្មេងតូចបើយើងក៏វិក្បាលតាតាប្រាប់ថាអត់នោះទេប៉ុន្តែលោកពូអត់ខ្វល់នោះទេចាប់ក្មេងតូចបើយើងបឺតមាត់តាម៉ាងអូយរឿងបកាយយកនេះសបោកកន្លែងដៀលម៉ែមិនដឹងតែដៀលមិនឲ្យអ្នកមើលឈឺចាប់នោះទេតួប្រុសបកាយចាប់បឺតមាត់គេពេកមានណាគេខំមាត់ឡើងឈាមហើយតួស្រីនឹងបញ្ញប់ចេញទៅយ៉ាងលឿនដោយសារតែជីងហ្វឹងបានហៅនាងចេញមកដល់ខាងក្រៅជីងហ្វឹងក៏បានស្ដីបន្ទោសទៅកាន់តួស្រីគេបានឃើញតួស្រីជាមួយនឹងលោកពូរបស់គេបោះខ្សែភ្នែកឲ្យគ្នាទៅវិញទៅមកក៏មកតួស្រីនឹងភ្លេចអសោះថាតួប្រុសកំពុងតែដណ្ដើមតំណែងពីគេត្រូវចាំទុកនៅក្នុងតកោជីមានតែគេតែម្នាក់តែប៉ុណ្ណោះដែលអាចជួយតួស្រីបានបើគ្មានគេប្រហែលជាតួស្រីងាប់បាត់ហើយនៅពេលដែលគេចេញទៅបាត់តួស្រីនឹងក៏គិតថាជីងហ្វឹងគឺជាមនុស្សទន់ខ្សោយងាយនឹងសង្ស័យនាងគួរតែនៅឆ្ងាយពីតួប្រុសច្រើនជាងនេះនឹងថ្ងៃស្អែកនៅពេលដែលតួស្រីរបស់យើងមកធ្វើការនៅក្នុងក្រុមហ៊ុនជីគ្រប់គ្នាបានសរសើរតួស្រីរបស់យើងគ្រប់គ្នាអំពីសមត្ថភាពរបស់នាងគ្រាន់តែនាងចូលធ្វើការនៅថ្ងៃដំបូងនោះទេប៉ុន្តែនាងអាចធ្វើបានគ្រប់យ៉ាងចំណែកបាយគោឃើញបែបហ្នឹងនាងក៏ចំណានជាមួយនឹងតួស្រីនាងគិតថាតួស្រីរបស់យើងត្រឹមតែជាក្មេងមកពីមណ្ឌលកម្មាកំព្រានោះទេចាំម្លេចធ្លោជាងនាងអានីងជីងហ្វឹងប្រាប់ថានាយកនៅមណ្ឌលកម្មាកំព្រាមកលេងមិនបានជានាងមិនព្រមនាំកើតដើរលេងពី3ថ្ងៃទៅ
គ្រប់គ្នាស្ដាប់លើអញ្ចឹងភ្ញាក់ផ្អើលខ្លាំងមែនទែនថាតួស្រីរបស់យើងមិនមែនជាកូនអ្នកមានទេបន្ទាប់មកបាយគួរនាងក៏ធ្វើពុតជាសុំទោសតួស្រីនាងភ្លេចខ្លួននិយាយស្មានតែអ្នកគ្រប់គ្នាដឹងថាតួស្រីមកពីមណ្ឌលកម្មាកំព្រាតួស្រីក៏និយាយទៅវិញទៅស្មានតែបាយគួរនឹងចេះសម្ដែងនៅមុខតែមនុស្សប្រុសទេប៉ុន្តែនៅមុខមិត្តរួមការងារនាងក៏ចេះសម្ដែងល្ខោនដែរអូយនារីម្នាក់នេះមាត់ប៉ាន់សាហាវនាងថាតួស្រីរបស់យើងព្រោះតែចង់រៀបការជាមួយនឹងមហាសេដ្ឋីត្រូវមកលំបាកបន្លំខ្លួនធ្វើជាមហាសេដ្ឋីទោះស្រីថានាងបែបម៉េចក៏ជាការភ្ជាប់ពាក្យយ៉ាងត្រឹមត្រូវមិនមែនទូលួចលាក់ជាមួយនឹងអ្នកណានោះទេនៅពេលដែលជីងហ្វឹងដើរកាត់ទីនេះក៏បានលើបុគ្គលិកនិយាយខ្សឹបខ្សៀលគ្នារឿងដែលទោះស្រីរបស់យើងគឺជាក្មេងកំព្រាចៃដន្យទោះស្រីនាងក៏ដើរកាត់ទីនឹងផងដែរជីងហ្វឹងឃើញនាងក៏ចាប់នាងដោយកំហឹងថ្ងៃមុនខ្ញុំបានប្រាប់នាងហើយមែនទេឲ្យលាក់អត្តសញ្ញាណមិនឲ្យអ្នកណាដឹងជាដាច់ខាតមើលតែនាងដូចជាមិនយកចិត្តទុកដាក់នៅអ្វីដែលខ្ញុំបាននិយាយសោះហើយទោះស្រីនាងក៏ប្រាប់ទៅនាងមិនបាននិយាយនោះទេប៉ុន្តែបាយគោគឺជាអ្នកនិយាយបាយគោនឹងក៏និយាយថាដោយសារតែទោះស្រីមិនព្រមចាប់និយាយរឿងមណ្ឌលកម្មាកំព្រាហើយមកចោទនាងធ្វើអីជីងហ្វឹងខឹងខ្លាំងមែនទែនថាទោះស្រីចាប់អារម្មណ៍ជាមួយនឹងមណ្ឌលកម្មាកំព្រានោះខ្លាំងណាស់មែនទេគេនឹងបញ្ជាមនុស្សឲ្យទៅរស់រើភ្លាមហើយទោះស្រីបើយើងព្យាយាមនិយាយប្រាប់គេមណ្ឌលកម្មាកំព្រានឹងគឺមិនអាចរស់រើបាននោះទេគេមិនបានស្ដាប់ទោះស្រីថែមទាំងប្រើកម្លាំងទៅលើទោះស្រីទៀតទោះស្រីនឹងខ្ទាត3 4 5សង់ទីម៉ែត្រទៅក្បែរទោះប្រុសយើងទោះស្រីបានចាប់អារម្មណ៍ជាមួយនឹងទោះប្រុសនោះទេក៏បញ្ញាប់រត់ទៅសុំអង្វរជីងហ្វឹងមិនតាន់ដល់មួយថ្ងៃផងប៉ាយគោកម្មការមណ្ឌលកម្មាកំព្រាប្រាប់អនុយុស៊ូបញ្ញាប់រើចេញពីទីនេះទៅបន្ទាប់មកទោះស្រីនាងក៏ចូលមកនិយាយថាបើគ្មានក្តារអនុញ្ញាតអ្នកណាក៏មិនអាចរស់រើបាននោះដែរបើសិនជាហ៊ានរស់រើនាងនឹងដាក់ពាក្យបណ្ដឹងបាននាងចង់សាកខ្ញុំនឹងរងចាំឲ្យជប់ស្អែកទៀតនេះពេលដែលបានក្តារអនុញ្ញាតយើងនឹងធ្វើឲ្យទីនេះខ្ទេចដូចជាធូលីបន្ទាប់មកទោះស្រីនាងក៏ចូលមកមើលក្មេងៗនៅក្នុងមណ្ឌលនេះក្មេងស្រីម្នាក់បានរត់មករកទោះស្រីនិងបានច្រៀងចម្រៀងឲ្យទោះស្រីស្ដាប់ឃើញបែបនឹងទោះស្រីនាងក៏គិតទៅក្មេងៗទាំងអស់នេះត្រូវបានគេបោះបង់ចោលម្ដងហើយខ្ញុំរំតែសម្របខ្លួននៅទីនេះបាននាងមិនព្រមឲ្យបោះបង់គេម្ដងទៀតនោះទេនៅពេលនេះទោះស្រីនាងចូលមករកទោះប្រុសប្រហែលជាពឹងឲ្យទោះប្រុសរបស់យើងជួយហើយលោកពូកំណាចរបស់យើងក៏សួរទៅនាងត្រូវការអីលោកពូកុំរស់រើមណ្ឌលកម្មាកំព្រាបានទេកន្លែងនៅមានក្មេងៗជាង30ជីវិតដែលគ្មានផ្ទះលោកអាចជួយបន្តិចបានទេហើយលោកពូរបស់យើងក៏និយាយទៅគាត់រីករាយនឹងធ្វើបុណ្យប៉ុន្តែដីនៅម្ដុំនឹងគូត្រឹងរបស់ទោះស្រីបែរជារឹបអូសទៅវិញហើយគេគឺជាអនុប្រធានទោះប្រុសក៏ពិបាកដែរមានណាទោះស្រីប្រមូលយកភាពក្លាហានហត់ទៅថាទោះប្រុសបកតាម៉ាំងអូយធ្វើបែបហ្នឹងអ្នក single មកចាស់ចំណានគេងាប់ទៀតហើយលោកពូខ្ញុំដឹងថាលោកពូមានវិធីទោះប្រុសឲ្យទោះស្រីមកអង្គុយលើគាត់មកប៉ុណ្ណឹងវាមិនតាន់គ្រប់គ្រាន់បន្ទាប់មកទោះស្រីមកអង្គុយលើតួប្រុសហើយនាងបំរុងនឹងថាទៅកាន់តួប្រុសទៅហើយប៉ុន្តែតួប្រុសបានប្រាប់ទៅកាន់នាងឲ្យដូរក្បាច់តួស្រីនាងខំមកសង្កត់ចិត្តធ្វើតាមតួប្រុសទៀតអូយសំបីតែក្មេងតូចបើយើងបិទភ្នែកថាក៏តួប្រុសបើយើងមិនឲ្យបិទដែរប្រាប់ឲ្យនាងបើកភ្នែកធំធំហើយកលេចមកមើលគាត់នេះគឺជាទរណកម្មមួយដែលសែនព្រៃផ្សាយទៅមកហើយតួប្រុសក៏ចាត់ការទៅអូយរឿងនេះសបោអីកន្លែងឈុតចឹងមែនវ៉ៃដល់ទៅពេលឈុតបែបនឹងច្រើនពេកទៅមិនដឹងថាដៀលអ្នកមើលយ៉ាងម៉េចតួប្រុសឃើញកៅភ្នែកជាមួយនឹងទឹកមុខរបស់តួស្រីសោកសៅពេលក៏ប្រាប់ឲ្យនាងចេញទៅវិញទៅប៉ុន្តែក្មេងតូចរបស់យើងក៏វាក្បាលដោយគោស្រង់តិចហើយតួស្រីនឹងក៏ហក់ទៅខាំតួប្រុសយកទៅម៉ងទៅចុងក្រោយទាំងពីរនាក់ក៏នេះទៅម៉ងនៅពេលដែលរួចរាល់ក្មេងតូចក៏និយាយទៅកាន់តួប្រុសនាងសូមផ្ញើគាត់រឿងមណ្ឌលកម្មាកំព្រាផងហើយតួប្រុសក៏ប្រាប់ទៅជឿជាក់លើខ្លួនឯងដល់ថ្នាក់នឹងផងមែនទេគ្រាន់តែដេកជាមួយខ្ញុំគេថាខ្ញុំជួយមែនទេតួស្រីថាបើសិនជាគាត់អាចការពារមណ្ឌលកម្មាកំព្រានឹងបានចាប់ពីថ្ងៃនេះតទៅឲ្យនាងធ្វើអីក៏នាងព្រមហើយតួប្រុសក៏សួរថាចាំបើសិនជាគាត់បញ្ជានាងមិនឲ្យរៀបការជាមួយនឹងជីងហ្វឹងសាច់ទៅកាត់មកកាន់មណ្ឌលកម្មាកំព្រានៅពេលនេះប៉ាយគោជាមួយនឹងប៉ារបស់នាងបានមកធ្វើបាបនាយកស៊ូជាមួយនឹងក្មេងៗបណ្ដេញពួកគេចេញពីទីនេះបន្តមកទោះស្រីនាងមកដល់ក៏សួរទៅកាន់នាងថានាងធ្វើអីប៉ាយគោនាងថាដីនេះគឺជាដីរបស់តកូជីដីតកូជីក៏ដូចជាដីរបស់ជីងហ្វឹងអញ្ចឹងនាងចង់ធ្វើអីក៏បានប៉ាយគោនាងមិនខ្លាចយើងយករឿងនេះទៅប្រាប់លោកតាទេអីដឹងហើយយ៉ាងម៉េចយើងកំពុងទៅពោះកូនរបស់ជីងហ្វឹងនាងតែប្រាប់ទៅមិនជឿថាគាត់មិនចាប់អារម្មណ៍ជាមួយនឹងចៅម្នាក់នេះទេនាងថាជីងហ្វឹងបានបកកដោឲ្យនាងបកកក្នុងការថ្មីឲ្យមកប៉ារបស់នាងដល់ទៅរបស់តកូជីគឺជារបស់នាងឯងបន្តមកនាងក៏ប្រាប់មនុស្សរបស់នាងឲ្យចាប់ក្មេងៗជាមួយនឹងអ្នកគ្រប់គ្នាបោះចេញអស់ទៅនៅពេលនោះតួប្រាប់បានមកដល់ចាប់កោអាវរបស់ប៉ាយគោនឹងដាក់ម្ដាយផាច់ប៉ាយគោបានហៅតួប្រាប់របស់យើងថាជាលោកពូពេញមាត់ហើយតួប្រាប់របស់យើងស្រីឲ្យថាគាត់មិនដែលមានក្មួយស្រីដូចជានាងនោះទេត្រូវហៅគាត់ថាជាលោកជីហើយបើគាត់មិនអនុញ្ញាតឲ្យរស់រើក៏មិនត្រូវរស់រើនោះដែរប៉ាយគោនាងថាគណៈកម្មការបានរៀបចំរួចហើយគម្រោងក៏រៀបចំរួចស្រេចដែរតួប្រុសសួររកគណៈកម្មការម្នាក់ណាឲ្យមកជួបគាត់មកគាត់មានវិធីឲ្យគេចុះចេញពីតំណែងបានបន្ទាប់មកតួប្រុសក៏ប្រាប់មនុស្សរបស់គាត់ឲ្យទៅយកវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពអ្នកដែលធ្វើបាបនាយកស៊ូជាមួយនឹងក្មេងៗកុំឲ្យរួចខ្លួនសូម្បីតែម្នាក់លោកពូដែលជាប៉ារបស់ប៉ាយជីប្រាប់ថាគេធ្វើនឹងគឺដើម្បីតកូជីហើយកូនរបស់គេកំពុងទៅពោះកូនតកូជីពោះកូនអត់កាន់ស្លាបរបស់ជីងហ្វឹងអត់មានអីពាក់ព័ន្ធជាមួយនឹងយើងនោះទេហើយតួប្រុសក៏ប្រាប់ឲ្យមនុស្សរបស់គាត់បញ្ញាប់ចាប់ខ្លួនគេយកទៅប៉ាយកូននាងតវ៉ាជាមួយនឹងតួប្រុសក៏ប៉ុន្តែត្រូវបានតួប្រុសរបស់យើងស្ដីឲ្យបើកុំតែគាត់ត្រូវប្រាននាងខំអីបញ្ជូននាងទៅជាមួយនឹងប៉ារបស់នាងបាត់ទៅហើយអូយក្តៅដូចបាយពុះធ្វើអីមិនកើតនោះទេត្រូវបានតួប្រុសរបស់យើងដេញទៀតបន្តមកតួប្រុសក៏សួរទៅកាន់តួស្រីលទ្ធផលបែបនេះនាងពេញចិត្តដែរទេហើយតួស្រីនាងក៏អរគុណប៉ុន្តែតួប្រុសមិនចូលចិត្តអរគុណត្រឹមតែពាក្យសម្ដីនោះទេនៅពេលនោះស្រាប់តែនាយកស៊ូក៏បានដូរសន្លប់មួយថ្ងៃមិនដូរសន្លប់បើដូរសន្លប់នៅពេលនេះអីណា
តួប្រុសជាមួយនឹងតួស្រីក៏បញ្ញាបញ្ជូនគាត់មកកម្មមន្ទីរពេទ្យយ៉ាងលឿននៅពេលដែលនាងជក់ស៊ូដឹងខ្លួនឡើងវិញគាត់ក៏និយាយទៅកាន់តួស្រីជីងហ្វឹងធ្វើមិនល្អដាក់នាងបែបនេះមិនក៏មិនប្រាប់គាត់តាំងពីដំបូងគាត់ពិតជាមានអារម្មណ៍ថាខុសជាមួយនឹងតួស្រីខ្លាំងណាស់ហើយតួស្រីក៏ប្រាប់ទៅកុំឲ្យគាត់និយាយបែបនេះអីលើកលែងទៅរឿងមួយហ្នឹងប៉ុន្តែរឿងផ្សេងទៀតជីងហ្វឹងគឺល្អខ្លាំងណាស់ម្យ៉ាងវិញទៀតជីងហ្វឹងក៏ធ្លាប់ស្រឡាញ់នាងខ្លាំងដែរនាងជឿថានៅពេលដែលគេលែងឆ្អែតហើយគេនឹងត្រឡប់មករកនាងវិញហើយតួប្រុសបានមកស្ដាប់លើតែចៃដន្យហើយក៏គិតទៅជីងហ្វឹងធ្វើដាក់នាងដល់ថ្នាក់នេះនាងនៅតែស្រឡាញ់គេទៀតមែនទេបន្ទាប់មកតួប្រុសក៏បានដាក់របស់ទីនេះហើយក៏ដើរចេញទៅបាត់ទៅចំណែកតួស្រីនឹងក៏សួររកតួប្រុសតើតួប្រុសរបស់យើងនៅឯណាហើយតួស្រីនឹងក៏ផ្ញើសារមកកាន់តួប្រុសឬនៅថ្ងៃនេះនាងពិតជាអរគុណគាត់ខ្លាំងណាស់តួប្រុសក៏ទៅសេតួស្រីរបស់យើងទៅអរគុណជីងហ្វឹងទៅប៉ុន្តែគាត់បែរជាមិនផ្ញើហើយក៏លុបវាវិញទៅម៉ាំងនៅពេលដែលតួស្រីត្រឡប់មកដល់ផ្ទះវិញជីងហ្វឹងក៏មករករឿងតួស្រីគេថាតួស្រីរបស់យើងទៅរួមដៃជាមួយនឹងតួប្រុសធ្វើបាបបាយគួរហើយហេតុអីបានជាតួប្រុសព្រមជួយនាងទៅដេកជាមួយនឹងគេមែនទេអូយរបស់យកនាងនិយាយដូចមើលឃើញចឹងប៉ុណ្ណឹងបានហើយព្រោះតែគុណប៉ុន្មានឆ្នាំនេះខ្ញុំអត់ទ្រាំជាមួយនឹងលោករហូតលោកមានអ្នកថ្មីខ្ញុំក៏ព្រមទទួលហើយពេលនេះបាយគួរមានកូនជាមួយនឹងលោកទៀតគេថាតួស្រីរបស់យើងដឹងបានយ៉ាងម៉េចថាបាយគួរនឹងមានផ្ទៃពោះហើយតួស្រីក៏ប្រាប់ឲ្យគេនឹងទទួលនាងខ្លួនឯងទៅហើយពេលនេះតួស្រីនាងក៏នៅតែយកព្រមរៀបការជាមួយនឹងគេចាប់តាំងតែពីវិនាទីនេះតទៅលោកកំកិតចង់គ្រប់គ្រងលើសេរីភាពរបស់ខ្ញុំទៀតជីងហ្វឹងក៏មករកបាយគួរសួរនាងអំពីរឿងកូនដែលនាងបានប្រាប់តួស្រីបាយគួរក៏ប្រាប់ទៅថាតួស្រីរបស់យើងបានធ្វើបាបនាងខ្លាចខ្លាំងពេកក៏យករឿងមួយនឹងមកអាំងទៅឥឡូវនេះប៉ាបើនាងចូលគុកហើយបើសិនជានាងគ្មានកូនម្នាក់ទៀតនាងច្បាស់ជាចូលគុកដែរជាមិនខានហើយជីងហ្វឹងក៏ព្រមជឿនាងស្ដីបន្ទោសទៅកាន់តួស្រីព្រោះតួស្រីម្នាក់គត់នៅយប់នេះតួប្រុសបានចូលមករកតួស្រីមើលទៅកាន់គាត់ដូចជាស្រវឹងទៀតផងហើយគាត់បានប្រាប់ទៅកាន់នាងគាត់មិនចង់ឲ្យនាងរៀបការជាមួយនឹងជីងហ្វឹងនោះទេបន្តមកតួប្រុសក៏បានចាប់ដៃបោះនាងលើកទៅលើអូយចំណែកឯមាត់របស់តួប្រុសក៏ពើបតំងដែលធ្វើអ្នក single មកចាស់ផ្ងាពោះបាសជើងបាត់ហើយចឹងចុងក្រោយតួប្រុសជាមួយនឹងតួស្រីអង្គក៏ខ្លាយទៅជាបាយធ្វើបែបនឹងញយញឹកញឹកនឹងមានបាត់ទៅឡើយនៅពេលដែលតួប្រុសភ្ញាក់ដឹងខ្លួនឡើងតួស្រីក៏បញ្ញាប់ដេញតួប្រុសចេញពីបន្ទប់របស់នាងស្របពេលជាមួយគ្នាជីងហ្វឹងក៏បានមកកោសទ្វារបន្ទប់របស់តួស្រីគេមកប្រាប់ឲ្យតួស្រីថ្ងៃនេះទៅក្រុមហ៊ុនជាមួយនឹងគេអូយក្មេងតូចបាយយើងក៏សុំឲ្យតួប្រុសទម្លាក់ខ្លួនសិនតែបន្តិចទៀតចាំចេញមកជាពិសេសក្មេងតូចថែមទាំងបបតួប្រុសរបស់យើងទៀតផងហើយតួប្រុសរបស់យើងប្រកែលោដែរតែណានៅទេអង្គុយចងក់ងក់នៅទីហ្នឹងអ្នកបម្រើម្នាក់នេះបានដើរមកនិយាយតិចតែម្នាក់ឯងចម្លែកណាស់ធម្មតាតួប្រុសពេលអាត្មានេះភ្ញាក់ហើយជីងហ្វឹងស្រាប់លើបែបហ្នឹងក៏បញ្ញាប់តទ្វារទម្លុះចូលទៅខាងក្នុងចូលមកដល់ខាងក្នុងគេក៏បញ្ញាប់រកមើលក្រែងតួប្រុសរបស់យើងនៅក្នុងបន្ទប់របស់តួស្រីនៅពេលដែលគេរកមិនឃើញតួប្រុសជាមួយនឹងផាតាំងឯដែលគួរសង្ស័យនោះគេក៏ចេញទៅវិញទៅបន្ទាប់មកតួស្រីក៏ចូលមកខាងក្រៅមករកលោកតាក៏អូប្រាប់តួស្រីអាត្មានេះឲ្យតួប្រុសនៅតែមិនតាមភ្ញាក់ទៀតជីងហ្វឹងថាគេបានឃើញតួប្រុសកាលពីយប់មិញផឹកនៅក្នុងក្លឹបឡើងសវឹងអញ្ចឹងហើយទៅបានជាក្រោកមកយឺតហើយតួប្រុសក៏និយាយទៅពេលដែលគាត់មិននៅដល់ថ្នាក់ចាប់ប្រកាន់គាត់ផងយប់មិញក៏បានផឹកស្រានៅក្នុងឡានហើយយប់មិញគាត់ក៏បានទៅរកសង្សាររបស់គាត់ដែរនៅពេលនោះស្រាប់តែមិត្តប្រុសរបស់នាងត្រឡប់មកគាត់ក៏លោតទៅតាមបង្អួយក្រេកជើងទៅម៉ងទៅអួយក្មេងតូចបីយើងគិតថាបើមិនបានធ្វើឲ្យនាងកាំងបេះដូងស្លាប់គាត់ក៏មិនឈប់ដែរមែនទេយើងធ្លាប់ប្រាប់ឯងហើយមែនទេកុំតែពាក់ព័ន្ធជាមួយនឹងមនុស្សស្រីមិនល្អបែបហ្នឹងខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំពិតជាស្រឡាញ់នាងពិតមែនលោកតាស្រាប់លើកូនប្រុសនិយាយបែបហ្នឹងខឹងខ្លាំងមែនទែនក៏បញ្ញាប់ដើរចេញទៅបន្តមកជីងហ្វឹងក៏ទិញតួស្រីរបស់យើងទៅស្និទ្ធស្នាលនៅចំពោះមុខតួប្រុសហើយគេក៏អរគុណទៅកាន់តួប្រុសដែលបានជួយចេញមកជំនួសទៅកែខៃរឿងយល់ច្រឡំប៉ុន្តែរឿងក្រៅរវាងពួកគេតួប្រុសក៏មកពាក់ព័ន្ធអីល្អជាងហួយតួប្រុសរបស់យើងក៏ត្រាំយកតួស្រីរបស់យើងមកពេញពឹបម្សិលមិញនឹងឲ្យខ្ញុំជួយនាងប្រាប់ថានឹងសងគុណខ្ញុំវិញពេលនេះខ្ញុំក្រីកជើងបើកឡានមិនបាននោះទេនៅពេលដែលតួប្រុសចេញទៅបាត់ជីងហ្វឹងក៏និយាយទៅកាន់តួស្រីហាមបើកឡានឲ្យតួប្រុសជាដាច់ខាតប៉ុន្តែតួស្រីមិនខ្វល់ពីសម្ដីរបស់គេទៀតនោះឡើយនៅពេលដែលចូលមកដល់ក្នុងឡានតួប្រុសបានឲ្យតួស្រីរបស់យើងបើកនោះទេគឺគាត់អាចបើកខ្លួនឯងបាននៅពេលនោះតួប្រុសបានឃើញជីងហ្វឹងគេបានដើរមកហើយតួប្រុសក៏ចាប់តួស្រីរបស់យើងមកថារឿងនេះថារហូតទៅម៉ាងអូយមានកន្លែងដៀនអ្នកមើលច្រើនចឹងខ្ញុំសប្បាយចិត្តដល់ហើយបក់ឡើងលហើយបាយឡើងឆ្ងាញ់នៅពេលដែលជីងហ្វឹងដើរមកដល់គៀកឡានបំរុននៅមើលថាអ្នកទាំងពីរកំពុងតែធ្វើអីហ្នឹងតួប្រុសក៏បើកឡានចេញទៅប្រោយតួប្រុសក៏ប្រាប់ទៅកាន់តួស្រីតទៅហាមប៉ះពាល់ជីងហ្វឹងទៀតតួស្រីគិតថានេះតួប្រុសកំពុងតែប្រច័ណ្ឌនាងមែនទេបន្ទាប់មកនាងក៏បានបើកមើលស្នាដៃរចនាម៉ូដរបស់នាងតួប្រុសឃើញភ្លាមក៏នឹកឃើញរឿងកាលនោះគាត់គិតថាតួស្រីរបស់យើងបោះបង់ក្តីសម័យខ្លួនឯងមិនត្រេននៅទីក្រុងព្រោះតែជីងហ្វឹងបាននាងចូលចិត្តការរចនាម៉ូដបែបនេះហេតុអីក៏មិនទៅរៀនមហាវិទ្យាល័យឯទីក្រុងហើយតួស្រីក៏ប្រាប់ទៅវិញទៅព្រោះតែនាងគ្មានសមត្ថភាពហើយម្យ៉ាងវិញទៀតមិនមែនចង់ទៅក៏ចេះទៅបាននោះទេនៅពេលដែលចូលមកដល់កន្លែងធ្វើការគ្រប់គ្នាក៏ទៅសារទៅកាន់តួស្រីបានឃើញការរចនាម៉ូដរបស់តួស្រីគឺពិតជាល្អខ្លាំងណាស់បាយគោស្ដាប់លើពួកគេទៅសារអញ្ចឹងនាងក៏គិតថាបែបរចនាម៉ូដរបស់តួស្រីល្អបែបហ្នឹងនេះមិនអាចឲ្យតួស្រីចូលរួមបាននោះទេនៅពេលដែលជីងហ្វឹងចូលមករកនាងក៏បញ្ញាប់ទាញជីងហ្វឹងដើម្បីទៅនិយាយគ្នាទៅពីរនាក់នាងបាននិយាយពីកម្មវិធីរាជនីត្បូងហើយនាងក៏បានឃើញស្នាដៃរបស់តួស្រីដែរបើតួស្រីចូលរួមប្រកបជាឈ្នះហើយជីងហ្វឹងក៏ប្រាប់ទៅឲ្យនាងទៅយកការ design របស់តួស្រីមកចំណែករឿងផ្សេងទៅគេគឺជាអ្នកចាត់ការ ជីងហ្វឹងបានបញ្ជាតួស្រីរបស់យើងឲ្យទៅជួយបាយគោហើយនឹងថែមទាំងឲ្យនាងទិញបាយឲ្យបាយគោទៀត
ទោះប្រដាមកខណ្ឌចៃដើមក៏សួរទៅតែនាងបដិមកភ្នែករដ្ឋបាលតាំងពីពេលណាទោះស្រីប្រាប់ថានាងទៅតែមកធ្វើការនៅទីនេះមិនតាំងមានបទពិសោធន៍ទើបបានជាទៅរៀនជាមួយនឹងក្រុមផ្សេងទៀតដើម្បីបានបទពិសោធន៍មេរួមក្រុមម្នាក់នេះក៏ប្រាប់ទៅថាទោះស្រីពិតជាប្រកែកណាស់ការងាររចនាមកកលេចលោកបានមិននៅសារតែអនុប្រធានលំអៀងនោះហើយទោះស្រីក៏ប្រាប់ឲ្យនាងឈប់និយាយទៅស្ដាប់បញ្ជាគេបែបនេះបើគេឲ្យទៅលោកទឹកធ្វើដែរទេអ៊ុយក្មេងតូចក៏ប្រាប់ទៅនាងធ្លាប់ទទួលបានមេដាយមាសការប្រឡងហែលទឹកហើយទូប្រុសក៏ប្រាប់ទៅថាគាត់នឹងទៅសួរគេទោះស្រីក៏បញ្ញាប់ចាប់ដៃទូប្រុសខាត់គាត់កុំឲ្យទៅចាប់ដៃរបស់គេរួចឯងខ្លួនឯងអាងភ័យមានណាទូប្រុសបើយើងចាប់ដៃរបស់នាងវិញគ្រប់គ្នាឃើញចឹងបើភ្នែកឡើងធំៗប៉ុន្តែហ៊ានសួរអីនោះទេយកអីវ៉ាន់ឲ្យគេឲ្យឆាប់មករកខ្ញុំបន្តមកទូប្រុសក៏ប្រាប់ឲ្យមនុស្សរបស់គាត់បញ្ជូនឈ្មោះរបស់ទូស្រីក្នុងនាមជា BC ដោយទូប្រុសមិនឲ្យទូស្រីរបស់យើងទៅតំណាងជីគ្រប់នោះទេនៅពេលនេះបាយគោបានបង្ហាញស្នាដៃរចនាម៉ូដរបស់ទូស្រីថាជារបស់ខ្លួនឯងប្រាប់ទៅកាន់អ្នកគ្រប់គ្នាចៃដន្យទូស្រីបានចូលមកនឹងនិយាយថាបាយគោនាងបានលួចស្នាដៃរចនាម៉ូដរបស់នាងសមិទ្ធផលមួយនេះតាំងពីដើមរហូតមកដល់ឥឡូវនាងសិតតែមានច្បាប់ដើមហើយនាងក៏អាចយកឲ្យអ្នកគ្រប់គ្នាមើលពេលនេះក៏បានដែរបន្តមកជីងហឹងក៏ចុះមកចាប់ដៃទូស្រីរបស់យើងដោយកំហឹងគេថាគ្រប់យ៉ាងរបស់ទូស្រីគឺជាបទតកោជីហើយជីវិតរបស់នាងក៏ជារបស់គេដែរទូស្រីនាងសាយហ៊ានបង្ករឿងម្ដងទៀតទៅមើលហើយទូស្រីនាងក៏យកព្រមផ្ដល់សមិទ្ធផលមួយនឹងឲ្យទៅកាន់បាយគោហើយគុណបុណ្យដែលគេបានជួយជីវិតនាងក៏ជាប់គ្នាត្រឹមហ្នឹងឯងទូស្រីនាងសុំលាឈប់នៅពេលនេះទូស្រីរបស់យើងពិតជាសោកសៅខ្លាំងមែនទែនដែលបណ្ដាយមបណ្ដាចំណែកទូប្រុសបានដើរតាមក្រោយនាងអោបនាងផ្ដល់កម្លាំងចិត្តអូយបន្ទាប់មកទូប្រុសក៏បីទូស្រីរបស់យើងចូលមកក្នុងបន្ទប់នឹងបានផ្ដល់កម្លាំងចិត្តឈុតធំទៅកាន់ទូស្រីតាម៉ាងអ្នកមើល single មកចាស់ហើយក៏មើលអីមើលទៅយ៉ាងណានគេងាប់ហើយព្រលឹមឡើងនៅពេលដែលទូស្រីភ្ញាក់ឡើងនាងក៏មើលទូរស័ព្ទសារសម្លេងរបស់ជីងហ្វឹងបានសួរមកកាន់ទូស្រីរបស់យើងខ្លាំងគេសួរទូស្រីរបស់យើងណានៅជាមួយនឹងទូប្រុសមែនទេនៅពេលដែលទូប្រុសរបស់យើងដែរចូលមកទូស្រីបានឃើញនឹងអឹមអៀនខ្លាំងមែនទែនអូយក្មេងតូចរបស់យើងក៏សួររកអាវក្នុងរបស់នាងទូប្រុសក៏ប្រាប់ទៅក៏គិតថាមិនពាក់គឺស្អាតជាងមកមកស្អាតបាត់ហើយប៉ុន្តែសម្ដីវិញព្រានតាម៉ាងបន្តមកទូប្រុសក៏ប្រាប់ឲ្យទូស្រីរបស់យើងចុះទៅញ៉ាំបាយជាមួយនឹងគាត់នឹងបានដាក់សម្លៀកបំពាក់នៅទីនេះឲ្យទូស្រីមនុស្សស្រីនៅពេលដែលអៀនគួរឲ្យស្រឡាញ់ខ្លាំងម៉េះព្រឹកនេះទូប្រុសបានរៀបចំមីទឹកពេញប៉ោះខាប់ឲ្យទូស្រីញ៉ាំទូស្រីគ្រាន់តែមកឃើញភ្លាមក៏និយាយទៅវាគឺជារបស់ដែលនាងចូលចិត្តតែទូប្រុសគឺជាអ្នកធ្វើមែនទេយ៉ាងម៉េចនាងគិតថាខ្ញុំចេះតែដេកតែមួយមុខទេមែនទេខាងទូស្រីស្លូតនិយាយលើខែដាក់ទូស្រីអាហូតក្មេងតូចមិននិយាយអីទេប៉ុន្តែទឹកមុខរបស់នាងខ្នាញ់ជាមួយនឹងទូប្រុសហើយទូប្រុសក៏ប្រាប់ឲ្យនាងញ៉ាំទៅចង់ក៏បច្ចុកមែនទេទូស្រីសួរថាប្រាមាត់របស់គាត់មែនទេយាបានសម្ដីហើយតានាងមកដូចសម្ដីលយតតែពេលទូប្រុសដាក់មកក្បែរចេះភ័យដែរតែយ៉ាងម៉េចចង់ញ៉ាំប្រាមាត់បច្ចុកមែនទេខ្ញុំខុសហើយវាជាសំណាងល្អរបស់ទូស្រីដែរដែលនៅពេលនេះទូរស័ព្ទរបស់នាងបានរោម្នាក់នោះបាននិយាយថាសមិទ្ធផលដែលទូស្រីបានផ្ញើមកនឹងគេចូលចិត្តហើយគេចង់សួរទូស្រីថាតើទូស្រីបើយើងមកធ្វើការនៅក្នុងក្រុមហ៊ុន BC របស់គេពេលណាហើយទូស្រីក៏ប្រាប់ទៅវិញទៅនាងមិនបានផ្ញើសមិទ្ធផលឲ្យទៅនោះទេម្យ៉ាងវិញទៀតស្នាដៃរបស់នាងដែលមានឈ្មោះថាបេះដូងមហាសមុទ្រហ្នឹងខ្លាចទៅជារបស់ជីគោរពទៅហើយគេក៏ប្រាប់ទៅកាន់ទូស្រីកំតាន់អាបដិសេធ BC គោរពរបស់គេនឹងទទួលទូស្រីមិនស្ទាក់ស្ទើរនោះទេបន្តមកទូស្រីក៏ប្រាប់ទៅកាន់ទូប្រុសនាងពិតជាមិនបានផ្ញើសមិទ្ធផលរបស់នាងទៅកាន់ BC គោរពពិតមែនទូប្រុសថាគាត់មិនចាប់អារម្មណ៍នោះទេបាននាងចង់ធ្វើការនៅ BC ចាំគាត់បើកឡានជូននាងទៅចុះទូស្រីថាប្រហែលជាមិនសមតែដឹង BC ជាមួយនឹងជីគោរពគឺមិនត្រូវគ្នានោះទេហើយទូប្រុសក៏ឲ្យទូស្រីរបស់យើងធ្វើតាមបេះដូងខ្លួនឯងខ្ញុំនៅចង់ត្រឡប់ទៅធ្វើបេះដូងមហាសមុទ្រឲ្យរួចរាល់ពេញលេញបន្តមកទៅខ្ញុំចាំចេញពីជីគោរពហើយទូប្រុសក៏សួរទៅជីងហ្វឹងធ្លាប់ជួយជីវិតរបស់នាងមែនទេទៅធ្វើឲ្យនាងស្មោះត្រង់ជាមួយនឹងគេដល់ថ្នាក់ហ្នឹងទូស្រីបំរុងនឹងប្រាប់ទៅហើយស្រាប់តែពេលនោះគេបានផ្ញើសារចូលមកខាងក្រុមហ៊ុនជីគោរពបានផ្ញើសារមកជីងហ្វឹងបានឲ្យគេប្រកាសបិទកន្លែងការងាររបស់ទូស្រីទាំងអស់មូលហេតុគេបានចោទទូស្រីថាទូស្រីរបស់យើងទៅដណ្ដើមយកសមិទ្ធផលរបស់អ្នកដទៃហើយនឹងបានធ្វើបាបមេក្រុមការងារបន្តមកទូស្រីក៏មករកជីងហ្វឹងសួរពីរឿងដែលគេបានបង្ខូចឈ្មោះរបស់នាងជីងហ្វឹងថានេះគឺជាការដាក់ទោសដែលទូស្រីមិនបានលើកទូរស័ព្ទសារក៏មិនអានហើយក៏មិនព្រមស្ដាប់បង្គាប់ទូស្រីក៏ប្រាប់ទៅវិញទៅល្អណាស់អញ្ចឹងនាងនឹងយករឿងដែលគេលួចសមិទ្ធផលរបស់នាងបង្ហាញអ្នកសារព័ត៌មានជីងហ្វឹងថាមានគេគឺជាសាក្សីតែអ្នកណានឹងជឿទូស្រីនោះបើទូស្រីនាងទទួលស្គាល់ថានាងដណ្ដើមសមិទ្ធផលរបស់បាយគោគេនឹងយកព្រមឲ្យទូស្រីធ្វើការនៅទីនេះបន្តទៀតទទួលខុសត្រូវខាងរចនាឲ្យបាយគោជាពិសេសទូស្រីនឹងបដិសេធបើទោះបីជាមិនឲ្យនាងរចនាម៉ូដពេញមួយជីវិតក៏ដោយក៏នាងមិនយកព្រមធ្វើរឿងស្មោកគ្រោកឲ្យពួកគេទាំងពីរដែរនាងគ្រាន់តែជាក្មេងកំព្រាជាវត្ថុស័ក្តិសិទ្ធិជួយលើករាសីតើត្រូវការឈ្មោះធ្វើស្អីមានណាទូស្រីរបស់យើងស្ដាប់លើអញ្ចឹងផ្ទះគេមកកំភ្លៀងផាច់តាម៉ាងជីជីងហ្វឹងយើងនឹងយកគេឈ្មោះរបស់យើងត្រឡប់មកវិញឲ្យតតែបានជីអាននីងមិនដូរកម្មាកំព្រាគឺតកោជីគឺជាអ្នកចិញ្ចឹមយើងអាចធ្វើឲ្យគេងាប់ត្រឹមតែមួយប្រព្រឹត្តភ្នែកហើយទូស្រីរបស់យើងបានត្រឹមតែដើរចេញទៅវិញតែប៉ុណ្ណោះនៅពេលដែលទូស្រីមកក្នុងបន្ទប់ទឹកទូប្រុសក៏បានមករកនាងទូប្រុសថាទូស្រីបានតែបន្តបែបនឹងមិនរឹងមាំនាងជាមួយនឹងក្មេងៗនឹងមិនដូរកម្មាកំព្រាតែអាចពឹងពាក់អ្នកណាបានទៅទូស្រីនាងក៏សម្រេចចិត្តចុងក្រោយប្រើសមិទ្ធផលរបស់នាងដើម្បីទៅចូលរួមជាមួយនឹង BC បន្តមកទូប្រុសក៏នាំទូស្រីមកកាន់ BC នេះគឺជាឈីហឺលៀនគឺជាអនុប្រធាននៅទីនេះគេបានចូលមករាក់ទាក់ស្វាគមន៍ទូស្រីឡើងកក់ក្ដៅ
ពេលនោះគេបំរុងនឹងនិយាយទៅកាន់តួប្រុសទៅហើយប៉ុន្តែតួប្រុសរបស់យើងបានសម្លឹងទៅកាន់មុខរបស់គេក៏ធ្វើជាមិនស្គាល់តួប្រុសវិញទៅសួរតួប្រុសរបស់យើងថាគេនឹងគឺជាអ្នកណាតួប្រុសថាគាត់គឺជាសង្សាររបស់នាងគ្រាន់តែជួលនាងមកអូយមិនមែននោះទេគាត់គឺជាពូតូចរបស់ខ្ញុំក៏គ្រាន់តែនិយាយលេងតែប៉ុណ្ណោះតួស្រីក៏ប្រាប់ឲ្យតួប្រុសត្រឡប់ទៅវិញទៅប៉ុន្តែតួប្រុសក៏ប្រាប់ទៅវិញចាំគាត់នាំនាងដើរមើលទីនេះបន្ទាប់មកហឺលៀនក៏នាំតួប្រុសជាមួយនឹងតួស្រីដើម្បីដើរមើលទីនេះហើយតួស្រីនឹងក៏សួរតែអ្នកណាជួយនាងចុះឈ្មោះចូលរួមអូយហឺលៀនក៏ប៊ីបើប្រាប់ទៅកាន់តួស្រីវិញគេបានឃើញឈ្មោះតួស្រីស្មានតែតួស្រីគឺជាអ្នកបញ្ជូនឈ្មោះមកខ្លួនឯងតែអូយក្មេងតូចរបស់យើងឆ្ងល់ខ្លាំងមែនទែនតែអ្នកណាទៅណាតួប្រុសប្រាប់ថានៅមានអ្នកណាទៀតញញឹមហើយក៏ដើរចេញទៅតួស្រីនឹងរត់តែឆ្ងល់តួប្រុសគឺជាមនុស្សរបស់តកូជីមិនហាមនៅពេលដែលនាងលួចក្បត់ថែមទាំងព្យាយាមឲ្យនាងចូលមក BC ទៀតនៅថ្ងៃនេះគឺជាថ្ងៃដែលបើកម្មវិធីរាជនីត្បូងហើយតួស្រីរបស់យើងក៏មកចូលរួមផងដែរចំណែកជីងហ្វឹងជាមួយនឹងតួប្រុសគឺជាគណៈកម្មការសម្រាប់សេចក្តីប៉ាយគូសង្ឃឹម 100% ថាស្នាដៃរបស់នាងប្រកាសជាជាប់លេខ1បន្តមកពិធីករក៏បង្ហាញសមិទ្ធផលអ្នកដែលបានជាប់លេខ1នៅក្នុងកម្មវិធីរាជនីត្បូងនៅពេលដែលប៉ាយគូបានឃើញនាងឆ្ងល់ខ្លាំងមែនទែនមិនបានជាពណ៌របស់វាខុសប្លែកពីរចនាបថដើមចឹងចំណែកជីងហ្វឹងគេក៏បានឆ្ងល់ផងដែរបែបបាត់បេះដូងមហាសមុទ្រមិនបានប្រើពេជ្រពណ៌នេះតើប៉ាយគូនឹងបានបដូរពណ៌តាំងពីពេលណាទៅពិធីករមិនតាមបានប្រកាសឈ្មោះថាអ្នកណាគឺជាអ្នកលេខ1ផងហ្នឹងស្រាប់តែប៉ាយគូបានឡើងទៅលើឆាកពើផ្ទៃក្បាលមេក្រូយកទៅនិយាយហើយពិធីករក៏សួរទៅអ្នកនាងជីក្នុងគណៈអ្នកនាងឈ្នះលេខ1មានអារម្មណ៍យ៉ាងម៉េចដែរប៉ាយគូក៏ប្រាប់ទៅនាងមិនឈ្មោះតកូជីនោះទេនាងឈ្មោះប៉ាយគូហើយពិធីករក៏ប្រាប់ទៅឈ្មោះសមិទ្ធផលនៅក្នុងរូបនេះមានឈ្មោះថាជីអាននីងអូយក្មេងតូចរបស់យើងឡើងមកទាញក្បាលមេក្រូពីនាងពើបានលើដែរទេសមិទ្ធផលមួយនេះគឺជារបស់ខ្ញុំទោះស្រីថានាងចំណាយពេលរហូតដល់7ខែនៅខាងក្រៅមានហត្ថលេខារបស់នាងមិនបានជាប៉ាយគូប្រាប់ថាជារបស់នាងទៅវិញប៉ាយគូថាបេះដូងមហាសមុទ្រដែលនាងយកមកប្រកួតដោយទៅនឹងសមិទ្ធផលនេះគ្រប់យ៉ាងបន្តមកពិធីករក៏បានផ្លាស់ប្ដូររូបនឹងចេញនិងបានដាក់រូបមួយទៀតហើយក៏សួរទៅកាន់ប៉ាយគូថានេះគឺជាសមិទ្ធផលរបស់នាងមែនទេបន្តមកគ្រប់គ្នាក៏ជជែកដណ្ដើមគ្នាថាមានអ្នកគេម្នាក់ប្រកាសជាចម្លងជាមិនខានប៉ាយគូក៏ចោទប្រកាន់ទៅកាន់តួស្រីថាតួស្រីគឺជាអ្នកចម្លងហើយតួស្រីរបស់យើងក៏និយាយទៅបើសិនជាថានាងគឺជាអ្នកចម្លងប៉ុន្តែការ design របស់តួស្រីមើលទៅវាល្អជាងរបស់ប៉ាយគូច្រើនណាស់អាចទៅរួចទេដែលអ្នកនាងប៉ាយគឺជាអ្នកលួចចម្លងខ្ញុំនោះបន្តមកតួស្រីនាងក៏សុំឲ្យប៉ាយគូនាងបង្ហាញច្បាប់ដើមដែលជាគំនូរព្រាងបាននាងអះអាងថាបេះដូងមហាសមុទ្រគឺជារបស់នាងប៉ាយគូក៏ប្រាប់ថានាងបោះចោលយូរហើយតួស្រីនាងក៏ឲ្យគេបកគោគំនូរព្រាងរបស់នាងឲ្យទៅកាន់ពិធីករតួស្រីដឹងច្បាស់ថាប៉ាតាំងប៉ុណ្ណឹងប៉ាយគូនាងមិនទទួលស្គាល់ងាយៗនោះទេតួស្រីក៏ឲ្យគេចាក់វីដេអូដែលប៉ាយគូបានលួចសមិទ្ធផលរបស់នាងឲ្យគ្រប់គ្នាបានឃើញចុងក្រោយប៉ាយគូក៏ត្រូវបានប៉ូលីសចាប់ខ្លួននាងយកទៅវិបត្តិលួចចម្លងសមិទ្ធផលរបស់អ្នកដទៃទោះបីជាជីងហ្វឹងចេញមុខជួយនៅពេលនេះក៏មិនអាចជួយនាងបានដែរអបិម្នាក់នេះក៏និយាយទៅកាន់ជីងហ្វឹងអ្នករចនាម៉ូដនៅក្នុងក្រុមហ៊ុនរបស់គេមើលទៅពិតជាមិនបានការពេកហើយជីងហ្វឹងខឹងខ្លាំងមែនទែនក៏និយាយទៅអ្នករចនាម៉ូដមិនថាប៉ាយគូឬមួយក៏តួស្រីសត្វតែជាមនុស្សនៅក្នុងក្រុមហ៊ុនរបស់គេទោះប្រថាបើសិនជាគាត់ចាំមិនខុសនោះទេជីងហ្វឹងទៅតែបណ្ដេញតួស្រីចេញពីក្រុមហ៊ុនកាលពីខែមុនហើយជីងហ្វឹងក៏ប្រាប់ទៅកាន់តួស្រីនៅថ្ងៃស្អែកឲ្យនាងត្រឡប់ទៅធ្វើការនៅក្នុងក្រុមហ៊ុនវិញទៅតួស្រីក៏ប្រាប់ទៅនាងបានទៅធ្វើការនៅក្នុងក្រុមហ៊ុនថ្មីបានជាង1ខែហើយការរក្សាសិទ្ធិបេះដូងមហាសមុទ្រនេះគឺជារបស់ក្រុមហ៊ុនថ្មីជីងហ្វឹងប្រាប់ឲ្យតួស្រីកុំឲ្យឌឺពេកនាងត្រូវបិទឈ្មោះគ្រប់ស្ថាប័នការងារគ្មានក្រុមហ៊ុនណាទទួលនាងនោះទេតួស្រីក៏ប្រាប់ទៅវិញមិនចាំបាច់គេបារម្ភនោះទេការសិក្សារបស់នាងក្រៅពីជីគ្រប់នៅមានប្រេណាទទួលនាងបានអនុប្រធានជីចង់ប្រាប់ថា BC របស់យើងធំមិនតាន់គ្រប់គ្រាន់ទេហើយគេក៏ប្រាប់ទៅតួស្រីគឺជានាយកផ្នែករចនាម៉ូដនៅ BC របស់ពួកគេថាម៉េចនាងគឺជានាយកផ្នែករចនាម៉ូដរបស់ BC អានេះនាងធំឡើងនៅតកូជី BC គឺជាគូប្រកួតប្រជែងរបស់ជីគ្រប់នាងធ្វើបែបនេះស្មើនឹងក្បត់ពួកយើងពីក្រៅខ្នងតួស្រីក៏ប្រាប់ទៅថានាងមិនដែលក្បត់តកូជីម្ដងណានោះទេគេនឹងឯងដែលជាអ្នកដែលក្បត់នាងពីក្រៅខ្នងនោះបន្ទាប់មកមនុស្សរបស់គេក៏ចូលមកប្រាប់គេអំពីរឿងប៉ាយគោដែលនាងអាងថានាងមានផ្ទៃពោះគ្រាន់តែទទួលបានដំណឹងភ្លាមគេក៏បញ្ញាប់ចាក់ចេញពីទីនឹងយ៉ាងលឿនចំណែក Helen បានចូលមករកតួស្រីនិយាយពីរឿងជប់លៀងដែលតួស្រីនាងទទួលបាននៅពេលរង្វាន់លំដាប់អន្តរជាតិអ្នកគ្រប់គ្រងទាំងអស់ក៏ចូលរួមញ៉ាំបាយជាមួយនឹងតួស្រីផងដែរហើយតួស្រីក៏សួរទៅអ្នកគ្រប់គ្រងអាម៉ាន់ក៏មកដែរមែនទេអូយលោកពូរបស់យើងក៏សួរទៅតែនាងចង់ញ៉ាំបាយជាមួយនឹងអាម៉ាន់ដែរមែនទេតួស្រីថាលោកអាម៉ាន់គឺជាមនុស្សដែលអាចកំបាំងខ្លាំងណាស់បុគ្គលិកនៅក្នុងក្រុមហ៊ុនក៏មិនដែលបានជួបគាត់ផងនាងគ្រាន់តែកោតសរសើរគាត់តែប៉ុណ្ណោះប្រកាសថាលោកអាម៉ាន់គឺជា idol របស់តួស្រីអូយគឺជា idol របស់នាងហើយតួប្រុសក៏ប្រាប់កាន់ជំនួយការរបស់គាត់ទៅយប់នេះឲ្យលោកអាម៉ាន់មកផងជំនួយការគេថាតួប្រុសចង់បង្ហាញសមាជិកភាពនៅពេលនេះមែនទេតួស្រីឆ្ងល់ខ្លាំងមែនទែនតួប្រុសគឺជាប្រធាន G Group ទៅបញ្ជាអនុប្រធាន BC Group យ៉ាងម៉េចប៉ុន្តែ Helen បាយជានិយាយថាអូខេចាំគេទៅតួស្រីក៏ថាហេតុអីបានជាអនុប្រធានស្ដាប់បង្គាប់តួប្រុសដែរនោះហើយចាអាម៉ាន់គឺជាមនុស្សដែលអនុប្រធានរបស់នាងហើយគេបានងាយៗមែនទេដល់ពេលល្ងាចដល់ពេលដែលតួស្រីចូលរួមកម្មវិធីនាងបាយជាឃើញតួប្រុសអង្គុយនៅទីនេះទៅវិញអូយក្មេងតូចរបស់យើងក៏សួរទៅកាន់តួប្រុសគាត់មកទីនេះធ្វើអីនេះគឺជាពិធីជប់លៀងរបស់ BC គាត់ក៏ជាប្រធាន G Group ធ្វើបែបនេះមិនស័ក្តិសមនោះទេ
មិនអីនោះទេខ្ញុំមកក្នុងឋានៈជាប្រធានជីគោរពមកជួបជាមួយនឹងប្រធាន BC ក៏ចង់ប្រៀបធៀបដែរតែវាទៅជាយ៉ាងម៉េចខ្ញុំប្រាប់ឲ្យហើយលោកអាម៉ាន់គឺជាមនុស្សអាចកំបាំងខ្លាំងណាស់ពេលដែលលោកចូលមកបានរាក់ទាក់ជាមួយនឹងអនុប្រធានហើយនឹងលោកអាម៉ាន់ហើយនៅទោះប្រថាទូស្រីទៅចូល BC មិនតាមបានប្រមាណផងក៏កាន់ជើងចវាយដល់ឋានៈនឹងផងអូយក្មេងទៅបើយើងក៏ប្រាប់ទៅថាអ្នកបានកាន់ជើងទេនេះគ្រាន់តែគោរពនោះអីបន្តមកពូតូចក៏ចាប់ចង្កេះរបស់ក្មេងតូចពឹបបើសិនជាគេដេញខ្ញុំចេញទៅនាងព្រមជួយខ្ញុំទេអញ្ចឹងពូប្រញាប់ត្រឡប់ទៅវិញមុនពេលពួកគេចូលមកទៅនៅពេលនោះ Helen ក៏នាំនារីម្នាក់ចូលមកដែលនាងមានឈ្មោះថា Angel នាងគឺជានាយកផ្នែកទីផ្សាររបស់ BC Angel នឹងបានហៅទៅប្រាប់ឲ្យយើងថាប្រធានអាម៉ាន់អូយក្មេងតូចបើយើងស្ដាប់លើបែបនឹងបើកភ្នែកឡើងធំយ៉ាងម៉េចនឹងជួបអាយដលសប្បាយចិត្តខ្លាំងណាស់មែនទេអូយក្មេងតូចបើយើងសប្បាយខ្លាំងមែនទេមិននឹកស្មានថាអាម៉ាន់នឹងគឺជាតួប្រុសសោះទូស្រីគិតថាអាម៉ាន់ដែលលងលោមលើកម្លាំងចិត្តរបស់នាងក្នុងកំឡុងពេលនាងដណ្ដើមបំផុតគឺជាតួប្រុសមែនទេតួប្រុសក៏ប្រាប់ទៅកាន់ទូស្រីនៅ BC ខិតខំធ្វើការគាត់មិនប្រើខ្សែបើកផ្លូវឲ្យនាងទេណាបន្តមក Helen ក៏លើកកែវរបស់គេអបអរទៅកាន់ទូស្រីសមិទ្ធផលដំបូងរបស់នាងក៏ទទួលបានជោគជ័យក្មេងតូចអរគុណនឹងជូនទៅកាន់គេមួយកែវដែរតួប្រុសប្រាប់ឲ្យតួស្រីផឹកតិចប្រយ័ត្នស្វឹងមនុស្សស្រីនៅពេលដែលស្វឹងស្រាខ្ជូតគួរឲ្យស្រឡាញ់អ្នកទាំងអស់គ្នាតួស្រីក៏ប្រាប់ទៅវិញមិនអីនោះទេនាងអាចផឹកបានអូយគ្រាន់តែផឹកអត់ប៉ុន្មានកែវឥឡូវចេញសភាពគួរឲ្យស្រឡាញ់តែម៉ាងចុងក្រោយតួប្រុសបាន3តួស្រីរបស់យើងដើម្បីជួយនាងទៅផ្ទះដោយសារតែនៅពេលនេះតួស្រីនាងបានស្រវឹងរីឯបែកគោនាងបានដើរនិយាយទូរស័ព្ទនៅទីនេះក៏បានឃើញនៅចៃដន្យហើយពេលនោះនាងបានស្ដាប់លើHelenហៅតួប្រុសរបស់យើងថាអាម៉ាន់ហើយនាងក៏យកច្រឡំថាតួស្រីរបស់យើងបានចូលទៅក្នុងក្រុមហ៊ុន BC ដោយសារតែតួស្រីរបស់យើងប្រើទង្វើស្មោកគ្រោកបែបហ្នឹងចំណែកឯនាងក៏មិនបានឃើញតួប្រុសរបស់យើងច្បាស់នោះដែររីឯក្មេងតូចរបស់យើងនៅពេលដែលស្វឹងចឹងឡើងខ្ជូតតាម៉ាងនាងថាតួប្រុសគឺជាអាម៉ាន់គឺជាប្រធាន BC មិនចាំបាច់ពឹងពាក់ជីគោរពហេតុអីបានជាចង់រៀបការជាមួយនឹងនាងតួប្រុសក៏ប្រាប់ទៅព្រោះតែគាត់ស្រឡាញ់នាងអូយស្រឡាញ់ខ្ញុំមានណាក្មេងតូចរបស់យើងក៏ចាប់តបាក់មកតួប្រុសយកតាម៉ាងអូយធ្វើបែបហ្នឹងងាប់អ្នក single មកចាប់ផ្ងាពោះបាជើងបាត់អីចឹងបាយគោខំដើរលបមកមើលអ្នកទាំងពីរមានណាស្រាប់តែឡានចេញទៅប្រយនាងថាតួស្រីប៉ុន្មានថ្ងៃទៀតរៀបការជាមួយនឹងជីងហ្វាំងហើយតួស្រីបានធ្វើឲ្យនាងលក់មុខនៅចំពោះមុខអ្នកគ្រប់គ្នាហើយនាងនឹងធ្វើឲ្យតួស្រីខូចគេឈ្មោះវិញអូយបច្ចេកចំណែនគោពីអ្នកនេះដល់ហើយខំគ្នាការលេងហ្នឹងឲ្យសំមុខអ្នកមើលទៅចូលចិត្តតែមើលរឿងបែបហ្នឹងអាពេលគេដៀលទៅអានខឹងគេនៅថ្ងៃនេះលោកតាបានប្រាប់ទៅកាន់ជីងហ្វាំងជាមួយនឹងតួស្រីពិធីរៀបការរបស់ពួកគេគឺមិនអាចផ្លាស់ប្ដូរបានឡើយនៅពេលដែលលោកតាចេញទៅបាតជីងហ្វាំងក៏ប្រាប់ទៅកាន់តួស្រីឲ្យនាងទៅប្រាប់លោកតាទៅមិនចាំបាច់ធ្វើពិធីធំដុំអីនោះទេពេលដែលគេចេញទៅផុតតួស្រីក៏និយាយតែម្នាក់ឯងជីងហ្វាំងអញ្ចឹងមិនចាំបាច់រៀបការនោះទេបន្តមកក្មេងតូចក៏ឡើងមករកតួប្រុសនិងសួរទៅកាន់គាត់ពិធីរៀបការរបស់នាងជាមួយនឹងជីងហ្វាំងតើគាត់ចូលរួមដែរទេអូយតួប្រាប់របស់យើងក៏និយាយតែមិនខ្លាចថាគាត់នឹងទៅដើមកូនកំមុំទេអីក្មេងតូចក៏ប្រាប់ទៅវិញដោយក្តីរីករាយអាយ៉ាឲ្យដៃហើយតានេះថ្ងៃនេះដល់ថ្ងៃដែលតួស្រីរបស់យើងរៀបការហើយតួស្រីរបស់យើងក៏ដើរមកកាន់ទីនេះបាយគោបានតាមតួស្រីរបស់យើងគ្រប់ជំហាននិងបានឃើញតួស្រីកំពុងទៅណាត់ជួបមនុស្សប្រុសហើយនាងនៅតែមិនដឹងថាមនុស្សប្រុសម្នាក់នោះគឺជាអ្នកណាដដែលបន្តមកនាងក៏ទៅកាន់អ្នកសារព័ត៌មានថានាងមានដំណឹងចង់ប្រែមចៅភាសារបស់ជីគោរពលួចលាក់មានប្រុសនៅក្នុងថ្ងៃមង្គលការបន្តមកបាយគោនឹងក៏យកដំណឹងមួយនឹងមកប្រាប់អ្នកគ្រប់គ្នាដែលនៅទីនេះថាតួស្រីរបស់យើងកំពុងតែបំពាក់ស្នាញឲ្យជីងហ្វាំងហើយថ្ងៃមុននឹងបានឃើញផ្ទាល់នៅភ្នែកថាតួស្រីជាមួយនឹងប្រធាន BC មានស្អីជាមួយនឹងគ្នានៅក្នុងឡានប៉ុន្តែនាងបែរជាប្រាប់ថាប្រធាន BC នឹងគឺជាមនុស្សចាស់មានអាយុច្រើនទៅវិញដោយសារតែនៅពេលនោះនាងបានស្ដាប់ឮHelenឲ្យប្រធាន BC នោះមើលថែសុខភាពផងអញ្ចឹងនាងក៏សន្មតយកថាគឺជាមនុស្សចាស់តាម៉ាងទៅបន្តមកនាងក៏បញ្ញាប់នាំពួកគាត់ដើម្បីទៅចាប់តួស្រីនៅពេលនោះស្រាប់តែអ្នកកษัត្រិយបានចូលមកដល់និងសួរទៅកាន់លោកតារឿងចៅភាសារបស់គាត់ជាមួយនឹងប្រធាន BC ក៏ត្រូវដឹងពីមុនដែរទេលោកតាក៏ប្រាប់ឲ្យអ្នកកษัត្រិយបិទមាត់ទៅហើយនឹងហៅទាំងពីរអ្នកនឹងឲ្យចេញមកជីអាននីងនិងប្រធាន BC នៅក្នុងបន្ទប់មួយនេះខ្ញុំបានឃើញពួកគេដើរផ្ដោតភ្នែកទាំងពីរហើយអ្នកកសែតម្នាក់នេះក៏និយាយថាប្រធាន BC គឺជាមនុស្សដែលគ្មានអ្នកណាធ្លាប់ឃើញពីមុនមកនោះទេបែរគោលថាប្រធាន BC គឺជាមនុស្សចាស់ដែលមានអាយុច្រើនប្រាកដជាមានគ្រួសារហើយជីងហ្វាំងខ្លាំងមែនទែនក៏ប្រាប់ឲ្យអ្នកបម្រើនៅទីនឹងបើកទ្វារប៉ុន្តែនាងគឺមិនហ៊ានបើកនោះទេបន្ទប់មួយនេះគឺប្រធាន BC ក៏រួចរាល់ហើយនាងគ្មានសិទ្ធិបើកនោះទេបន្តមកជីងហ្វាំងក៏ឆក់យកការបន្ទប់ពីក្នុងដៃរបស់នាងហើយបើកទ្វារនឹងត្មងតង់នៅពេលនេះតួស្រីនឹងធ្វើដូចជាមិនដឹងរឿងអីអញ្ចឹងជីងហ្វាំងប្រាប់ឲ្យតួស្រីបើយើងឆាប់ហៅមនុស្សប្រុសម្នាក់នោះចេញមកតួស្រីក៏សួរទៅវិញមនុស្សប្រុសមកពីណាតង់បុគ្គលិកបានប្រាប់ថានេះគឺជាបន្ទប់របស់ប្រធាន BC បាយគោបានឃើញនាងធ្វើរឿងគួរឲ្យស្អប់ខ្ពើមផ្ដាល់ភ្នែកនាងគឺជាមនុស្សអាក្រក់ដល់កម្រិតណាទើបយកព្រមតាក់ទងជាមួយនឹងតាចាស់ដើម្បីផលប្រយោជន៍តួស្រីក៏ប្រាប់ទៅនាងមិនបានធ្វើរឿងមិនល្អចំពោះគេនោះទេឲ្យអ្នកសារព័ត៌មានចេញទៅសិនទៅជីងហ្វាំងបំរុងដើរចូលទៅតួស្រីបានខកប្រាប់គេកុំឲ្យឆេវឆាវនៅពេលដែលគេសម្រុកចូលទៅមិនបានឃើញប្រធាន BC អីនោះទេឃើញត្រឹមតែអនុប្រធានជាមួយនឹង Angel អូយក្មេងតូចបើយ៉ាងក៏ដើរតួកំសាន្តប្រាប់ទៅកាន់លោកតាចៃដន្យនេះមានក្រុមការបន្តត្រូវកែខៃអនុប្រធានដល់ថ្ងៃនេះនាងរៀបការទើបបានជាបញ្ញាមកប្រជុំបន្តនៅសន្តាគារចំណែកបាយគោនាងមិនជឿនោះទេក៏សួររកប្រធានអាម៉ាន់នៅទីណា
ហើយតួប្រចេញមកប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាគាត់គឺជាប្រធានអាម៉ាន់គ្រប់គ្នាគ្រាន់តែដឹងថាតួប្រគឺជាប្រធានអាម៉ាន់ភ្ញាក់ផ្អើលខ្លាំងមែនទែនតួប្រប្រើរយៈពេល5ឆ្នាំដើម្បីបង្កើតប្រេនត្បូងមរកតលំដាប់ជួរមុខពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែនអូយលោកតាគ្រាន់តែស្ដាប់លើគេទៅសារកូនប្រុសអញ្ចឹងញឹមបិទមាត់មិនចិត្តនោះទេកូនប្រុសរបស់គាត់តាំងចិត្តធ្វើការមករហូតមកជីងហ្វឹងថាអត់នោះទេមិនអាចទៅរួចទេក្រែងបាយគោនាងថាប្រធាន BC គឺជាតាចាស់ហីតួប្រក៏សួរទៅតើនាងបានលើពាក្យបែបនេះមកពីណាទៅហើយនាងក៏ប្រាប់ទៅនៅថ្ងៃបង្ហាញកម្មវិធីរាជធានីត្បូងនាងបានឃើញផ្ទាល់នឹងភ្នែកលើផ្ទាល់តិចប្រធានអាម៉ាន់ដែលជាតាចាស់នឹងមានអីជាមួយនឹងតួស្រីនៅក្នុងឡានលោកតាមិនជឿនាងនោះទេក៏ប្រើឲ្យគេនឹងបញ្ញាប់អូក្បាលនាងចេញទៅបន្ទាប់មកនាងក៏និយាយទៅកាន់ជីងហ្វឹងថានាងកំពុងតែពោះមានកូនរបស់គេគ្រប់គ្នាគ្រាន់ស្ដាប់លើអញ្ចឹងបើភ្នែកឡើងធំហើយតួស្រីនាងសុំបញ្ចប់មង្គលការរបស់នាងត្រឹមតែប៉ុណ្ណឹងចំណែកលោកតាក៏មិនបដិសេធនោះដែរយល់ព្រមតាមការសម្រេចចិត្តរបស់តួស្រីបន្ទាប់មកបាយគោក៏មករកជីងហ្វឹងនាងនៅតែប្រាប់ថាតួប្រជាមួយនឹងតួស្រីប្រកាសជាមានអីជាមួយនឹងគ្នាជាមិនខានជីងហ្វឹងក៏សួររកផាតាងណាផាតាងធម្មតាលោកតាមិនកាន់ជើងតួប្ររបស់យើងស្រាប់ហើយពេលនេះតួប្របង្ហាញខ្លួនថាជាប្រធាន BC ហើយគេនឹងមកត្រូវបាត់បង់វត្ថុស័ក្តិសិទ្ធិដូចជាតួស្រីទៀតបើសិនជាបាយគោមិនមករឿងពេលនេះគេបានកែជាមួយនឹងតួស្រីឡើងស្នងតំណែងខ្លាយទៅជាអ្នកគ្រប់គ្រងក្រុមហ៊ុន G បាត់ទៅហើយដោយសារតែកំហឹងមកពេលគេបានច្រាននាងចេញដោយចេតនាហើយនាងក៏បានធ្លាក់ទៅលើកម្មចដាកូនរបស់នាងក៏ត្រូវបានរលូតទៅរឿងរបស់យើងក៏កាត់មកកាន់លោកតាដែលក៏បាននាំតួស្រីជាមួយនឹងតួប្រមកឲ្យធូបដើម្បីឲ្យពួកគេមកសែមើលពាក់បរោះហើយតួប្ររបស់យើងខូចឯនៅទាំងអស់គ្នាបានកាន់ដៃតួស្រីរបស់យើងឯណាលោកតាកំពុងតែនៅទីនឹងឲ្យចងងអូយក្មេងតូចរបស់យើងភ័យភ្នែកឡើងសោប្រព្រោះតាម៉ាងបន្ទាប់មកលោកតាក៏ប្រាប់ទៅកាន់តួប្រគាត់ចង់ណែនាំមនុស្សស្រីម្នាក់ឲ្យជាគូជាមួយនឹងតួប្រហើយតួប្រក៏បដិសេធថាគាត់មានសង្សាររបស់គាត់ឡើងខ្ជូតមកមុខក្មេងតូចរបស់យើងឡើងប៉ងខ្ជូតឡើងគួរឲ្យស្រឡាញ់លោកតាក៏សួរទៅកាន់តួស្រីធ្លាប់ជួបសង្សាររបស់តួប្រនឹងខ្លះដែរទេព្រោះថាគាត់ធ្លាប់សួរកូនប្រុសរបស់គាត់ពីរឿងហ្នឹងប៉ុន្តែគេមិនដែលប្រាប់នោះទេអូយក្មេងតូចរបស់យើងឡើងមានពីរត់ប្រាប់ទៅកាន់លោកតាថាមិនធ្លាប់នោះទេដល់ថ្នាក់អាននេះក៏មិនធ្លាប់ជួបមិនធ្លាប់ស្គាល់ដែរយើងសួរអញតាមត្រង់ឲ្យលួចលាក់សង្សារគេមែនទេហ៎ហើយតួប្រក៏ប្រាប់ថាអត់ទេគេចិត្តបង្ហាញហើយចំណែកក្មេងតូចដឹងថាតួប្ររបស់យើងនិយាយពីស្អីនាងគិតថាក្តីសង្ឃឹមរបស់នាងអាលេហើយលោកតាក៏និយាយថាដល់ថ្នាក់នៅចំពោះមុខបុព្វបុរសហើយនៅមិនដឹងកំហុសទៀតមែនទេបន្ទាប់មកគាត់ក៏បានទាញយកឈើច្រត់ដើម្បីបដៅកូនចៅមសៀតរបស់គាត់ហើយក្មេងតូចរបស់យើងក៏ជួយតួប្ររបស់យើងដោយប្រយោលទៅលោកតាថ្ងៃនេះយើងមកប្រាប់ដំណឹងល្អដល់បុព្វបុរសឲ្យបានដឹងកុំតាន់អាលខាងព្រោះរឿងតូចតាចអីមិនអីនោះទេលោកតាថាតួស្រីរបស់យើងនិយាយត្រូវហើយគាត់ក៏បានបួងសួងទៅកាន់បុព្វបុរសគាត់ទៅបន្ទាប់មកលោកតាក៏នាំតួស្រីរបស់យើងមកនិយាយគ្នាទៅពីរនាក់សួរនាងថាតើគាត់នឹងល្អជាមួយនឹងនាងដែរទេលោកតាល្អជាមួយនឹងខ្ញុំណាស់ចិញ្ចឹមមើលថែខ្ញុំដូចជាចៅបង្កើតលោកតាសុំសួរនាងរឿងមួយហើយនាងប្រាប់រឿងនឹងតាមត្រង់នាងធ្លាប់ស្និទ្ធស្នាលជាមួយនឹងតួប្រតើតួប្រធ្លាប់ប្រាប់នាងថាគេមានសង្សារដែរទេហើយក្មេងតូចរបស់យើងក៏ប្រាប់ទៅវិញទៅថាអត់នោះទេបន្ទាប់មកលោកតាក៏សុំឲ្យតួស្រីទៅសួរមេរុំការងាររបស់នាងបន្តិចទៅបានទេលោកតាការដែលឲ្យខ្ញុំមកនិយាយនេះព្រោះតែចង់ឲ្យខ្ញុំជួយរឿងនេះមែនទេហើយលោកតាក៏និយាយទាំងប្របាក់ចិត្តថានៅពេលនេះពូរបស់តួស្រីពិតជាស្រឡាញ់ស្រីម្នាក់នោះខ្លាំងណាស់ហើយក៏លាក់ឡើងចិត្តផងដែរហើយរឿងមួយនេះហាមដៃខាត់មិនឲ្យអ្នកណាដឹងនោះទេលោកតាក៏ប្រាប់ទៅកាន់តួស្រីបើតួស្រីឃើញតួប្ររបស់យើងស្និទ្ធស្នាលជាមួយនឹងស្រីណាត្រូវតែយករឿងនោះមកប្រាប់គាត់ភ្លាមអូយក្មេងតូចរបស់យើងក៏ឆ្លើយយល់ព្រមតែនៅពេលដែលលោកតាចេញទៅផុតទឹកមុខរបស់ក្មេងតូចពិតជាមានពិរុទ្ធខ្លាំងមែនទែនតែរកឯណាឆ្ងាយក្បែរក្លៀកហ្នឹងឯងទៅរកឯណាទៀតនៅយប់ឡើងនៅពេលដែលតួស្រីរបស់យើងចូលមកគេងស្រាប់តែឃើញពូតូចរបស់នាងមកគេងនៅលើគ្រែចាំតាម៉ាងហើយតួស្រីក៏ប្រាប់ឲ្យតួប្របញ្ញាប់ទៅបន្ទប់របស់គាត់វិញទៅហើយតួប្រក៏សួរនាងទៅថ្ងៃនេះលោកតានិយាយពីគាត់នឹងអីខ្លះគាត់ប្រាប់ថាឲ្យខ្ញុំជួយមើលថាតើលោកទៅលួចតាក់ទងប្រពន្ធអ្នកណាខ្លះបន្ទាប់មកក្មេងតូចក៏បញ្ញាប់ទៅទាញដៃតួប្រដើម្បីឲ្យគាត់ចេញពីបន្ទប់របស់នាងប៉ុន្តែខ្លួនតូចកម្លាំងខ្សោយមានតែទាញឈ្នះគេឯណាគេទាញទៅវិញពឹបតាម៉ាងហួយធ្វើបែបនឹងធ្វើឲ្យអ្នកមើល single មកចាស់ផ្ងាពោះបាសជើងបាត់ហើយចឹងណាកំពុងតែអង្គុយមើលបណ្ដាអង្គុយញញឹមតែម្នាក់ឯងតាម៉ាងបន្ទាប់មកតួប្រក៏ចាប់កូនស្រីរបស់គេយកមកបឺតមាត់ហើយតួប្រក៏ប្រាប់ទៅប៉ារបស់គាត់ល្អជាមួយនឹងនាងដល់ថ្នាក់នេះគួរតែផ្ដល់ចែកទូតឲ្យគាត់មួយទៅរីរបស់លយនេះផ្ដល់ចែកទូតស្រួលម្លេះក្មេងតូចក៏សម័យនៅឃើញរឿងការដែលនាងសវឹងនៅថ្ងៃនោះដែលតួប្របានប្រាប់នាងថាគាត់ស្រឡាញ់នាងបន្ទាប់មកក្មេងតូចក៏គិតថាតួប្រល្អដល់ថ្នាក់នេះមិនបានជាមកស្រឡាញ់នាងហើយក្មេងតូចរបស់យើងក៏ចាប់ផ្ដើមធ្វើឲ្យអ្នកមើល single មកចាស់ចំណែនគេងាប់ទៀតហើយបើមិនណាគេមិនចំណែនទៅលេងអីតណាតណាបនៅថ្ងៃនេះជីក្រុមក៏បានបើកការប្រជុំហើយគ្រប់គ្នាក៏រអ៊ូរទាំរឿងការលួចចម្លងរបស់ប៉ៃគោជាមួយនឹងព័ត៌មានស្អុយរលួយរបស់ជីងហ្វឹងឥឡូវនេះក្រុមហ៊ុនរបស់ពួកគេបានធ្លាក់ចុះហើយបន្ទាប់មកគ្រប់គ្នាក៏ស្នើសុំឲ្យតួប្ររបស់យើងមកគ្រប់គ្រងក្រុមហ៊ុននេះវិញជីងហ្វឹងខឹងខ្លាំងមែនទែនសួរថាពួកគេនឹងគឺជាអ្នកណាមានភីហ៊ុនប៉ុន្មានទៅហ៊ានមកស្នើបែបនេះលោកតាប្រាប់ជីងហ្វឹងបានហើយជីងហ្វឹងគឺជាអ្នកណាធ្វើខុសហើយនៅមិនដឹងខ្លួនទៀតក្រអើតកតោមអោនក្បាលរបស់គេទៅរកមើលកំហុសរបស់ខ្លួនឯងខ្លះទៅលោកតាខ្ញុំដឹងខុសហើយអាននេះជាអាវុធល្អឲ្យមិនចេះថ្នាក់ថ្នមមិនដឹងពីអត្ថប្រយោជន៍លោកតាក៏ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាមិនអីនោះទេចង់គាត់តែនិយាយជាមួយនឹងតួប្រ
នៅពេលដែលត្រឡប់មកវិញលោកតាក៏សួរទៅកាន់តួស្រីរឿងដែលគាត់ឲ្យស៊ើបនឹងយ៉ាងម៉េចទៅហើយតួស្រីថានៅក្នុងក្រុមហ៊ុនអត់មានអ្នករៀបការរួចមានអាយុតិចនោះទេមានតែអ្នកនៅលាវមិនចឹងមានតែអាយុ40អាយុ50លោកតាថាប្រហែលជាកូនប្រុសរបស់គាត់បាត់បង់ម្ដាយតាំងពីនៅក្មេងចង់រកមនុស្សមួយចំនួនទៅរស់បានក្មេងទៅបើយើងបដិសេធថាអត់ទេប្រហែលជាមិនចឹងទេដឹងលោកតានិយាយបែបហ្នឹងចង់សំដៅទៅលើថាកូនប្រុសរបស់គាត់ស្រឡាញ់មនុស្សចាស់ណានៅពេលនោះជីងហ្វឹងស្រាប់តែគេបានត្រឡប់មកដល់ផ្ទះវិញអាការៈរបស់គេមើលទៅដូចជាស្រវឹងលោកតាក៏ស្រីបន្ទោសទៅកាន់គេទៅមួយថ្ងៃគេទៅពិដាក់អុកលោកហើយលោកតាក៏ប្រាប់ទៅកាន់តួស្រីឲ្យនាងជួយរឿងតួប្រុសផងនៅពេលដែលនិយាយចប់លោកតាជាមួយនឹងតួស្រីក៏ដើរចេញទៅនៅយប់នេះជីងហ្វឹងចូលមករកតួស្រីរបស់យើងទាំងយប់មិនតែប៉ុណ្ណោះគេថែមទាំងបានចាក់សោបន្ទប់នាងទៀតផងជីងហ្វឹងយប់ជ្រៅណាស់ទៅហើយមិនក៏មិនដេកមកបន្ទប់របស់ខ្ញុំធ្វើអីហើយគេក៏សួរទៅតើលោកតាតួស្រីជួយលួងលោមតួប្រុសរឿងអីហើយតួប្រុសចូលមកគ្រប់គ្រងក្រុមហ៊ុនជីវិញមែនទេតួស្រីក៏ប្រាប់ថាអត់នោះទេបានអញ្ចឹងជារឿងស្អីពេលនេះអ្នកគ្រប់គ្រងក្រុមហ៊ុនជីទាំងអស់សិតតែជំទាស់ជាមួយនឹងខ្ញុំលោកតាខ្ញុំពិចារណាកំហុសនៅផ្ទះប៉ុណ្ណឹងពេញចិត្តនាងហើយមែនទេទោះស្រីថារឿងទាំងអស់នឹងគឺគេគឺជាអ្នកធ្វើទាំងអស់គ្មានអីពាក់ព័ន្ធជាមួយនឹងនាងនោះទេមិនពាក់ព័ន្ធអីជាមួយនឹងនាងមែនទេពេលនេះបែកគោរលូតកូនណៃខ្ញុំនឹងគេក៏បញ្ចប់គ្នាហើយនេះឈប់រករឿងទៀតទៅបានទេទោះស្រីក៏ប្រាប់ទៅវិញនាងអាចគេថាចង់ធ្វើបាបគេនោះទេហើយនាងក៏មិនចង់និយាយរឿងនឹងទៀតនោះទេយប់ជ្រៅឲ្យគេត្រឡប់ទៅវិញទៅព្រោះចង្រៃម្នាក់នេះមិនព្រមចេញនោះទេថែមទាំងចង់ធ្វើបាបទោះស្រីទៀតផងហើយទោះស្រីក៏ប្រាប់ឲ្យគេលែងទៅគេក៏ប្រាប់ទៅវិញថាក្រែងតួស្រីចង់ឲ្យគេធ្វើបែបហ្នឹងនៅមកសម្ដែងធ្វើអីទៀតបើសិនជាមានគេនាងងាប់យូរណាស់មកហើយនេះមានសិទ្ធិអីមកក្បត់គេពីក្រៅខ្នងនោះនៅពេលដែលគេរៀបនឹងចាត់ការនឹងតួស្រីក៏ស្រែកហៅតួប្រុសឲ្យជួយអូយវីរៈបារោះរបស់យើងក៏ធាក់ទម្លោះទ្វារចូលមកអូយទ្វារអីអន់ម៉េះបន្តមកតួប្រុសក៏ចូលមកចាប់ជីងហ្វឹងម៉ាត់គេមកដៃផាច់តាម៉ាងជីងហ្វឹងបើឲ្យហ៊ានប៉ះពាល់នាងទៀតយើងនឹងសម្លាប់ឯងជីជីងឆឹងកុំភ្លេចពីឋានៈរបស់ខ្លួនឯងឲ្យសោះនាងគឺជាក្មួយភាសារបស់លោកពូតួប្រុសក៏ប្រាប់គេទៅគាត់អាចឲ្យគេមកផ្ទះបានគាត់ក៏អាចបណ្ដេញគេចេញពីនគរបានដែរបើមិនជឿគេសាកមើលទៅបន្តមកតួប្រុសក៏មកលើកបីតួស្រីចេញនៅចំពោះមុខរបស់គេជីងហ្វឹងគិតថាការដែលគេអាចបង្វែរបានផ្លូវតែមួយគត់គឺបានរៀបការជាមួយនឹងតួស្រីគេនឹងមិនចោះចាញ់នោះទេចំណែកតួប្រុសបាននាំតួស្រីមកក្នុងបន្ទប់របស់គាត់និងយកទឹកឲ្យនាងផឹកបន្តិចសិនទៅតួស្រីក៏ប្រាប់ទៅកាន់គាត់វិញថានាងលេងអីហើយមិនចាំបាច់បារម្ភនោះទេនាងត្រឡប់ទៅវិញសិនហើយប្រុសនឹងងើបចេញទៅឲ្យតួប្រុសបានលុតជង្គង់ចុះក្រឹបនឹងបានសុំក្មេងទៅរៀបការរួចគេមានអ្នកសុំរៀបការឲ្យចង់អ្នកមើលវិញរត់ទៅសង្សារមួយមិនបានផងគាត់ថានាងបានស្រែកហៅគាត់ជួយពេលមានរឿងនាងតែងតែនឹកឃើញគាត់រហូតមែនទេរួចក្មេងទៅបើយើងក៏គិតតែនាងស្រឡាញ់គាត់មែនទេហើយនាងក៏ស្រមៃនឹកឃើញរឿងបាញ់មិញដែលនាងបានស្រែកហៅតួប្រុសឲ្យជួយពេលនៅក្នុងគូក្បាលរបស់នាងនឹកឃើញតួប្រុសគឺជាមនុស្សដំបងបន្ទាប់មកនាងក៏សុំតួប្រុសទុកពេលនាងមួយរយៈសិនបានទេខ្ញុំទៅតាមខេត្តពីថ្ងៃពេលដែលខ្ញុំត្រឡប់មកវិញរងចាំដំណឹងល្អអីយ៉ាថាបដៃទៀតរួយគេមានអ្នកថាបដៃឲ្យចាអ្នកមើលមានអ្នកថាបដៃអត់ចាមិនចាំបាច់ដល់ដៃសូម្បីតែថ្ពាល់ក៏គ្មានផងនៅថ្ងៃនេះតួស្រីក៏មកកាន់មណ្ឌលកុមារកំព្រានាងបានឃើញសម្លៀកបំពាក់របស់ក្មេងៗស្រស់ស្អាតខ្លាំងមែនទែនហើយនាងក៏សួរទៅកាន់នាយកស៊ូទៅកៅទាំងអស់នឹងទិញមកពីណាដែរនាយកស៊ូក៏ប្រាប់ទៅគឺជាតួប្រុសគឺជាអ្នកទិញផ្ញើមកទិញមកផ្ញើច្រើនទៀតផងគេជាអ្នកផ្ញើមកតាំងពីពេលណានាយកមិនដែលប្រាប់ខ្ញុំនោះទេនាយកស៊ូប្រាប់ថាតួប្រុសផ្ញើមកច្រើនដងហើយប្រាប់ទៅតួស្រីគឺជាអ្នកឲ្យផ្ញើមកហើយឲ្យតួស្រីមករូបភាពទាំងអស់នោះទៅតួប្រុសគឺជាអ្នកគូក្មេងតូចបីយ៉ាងក៏ដឹកដៃនាងឲ្យមកមើលហើយនឹងបញ្យល់តួស្រីទៀតរូបក្មេងប្រុសគឺជាតួប្រុសចំណែករូបក្មេងស្រីនឹងគឺជាតួស្រីងាប់ឲ្យមើលរូបឡើងខ្ជូតតែម៉ងចាញ់ក្មួយរបស់ខ្ញុំគូផងបន្តមកតួស្រីនឹងក៏ស្រមៃនឹកឃើញការដែលនាងនៅក្មេងកាលណាតួស្រីរបស់យើងបានមកគូរូបប៉ុន្តែមានបងស្រីអ្នកបម្រើម្នាក់បានចូលមកខាមតួស្រីរបស់យើងកុំឲ្យគូនឹងប្រាប់ឲ្យតួស្រីតូចឆាប់ប្រមូលវាຕົកទៅនៅពេលនោះតួប្រុសតូចក៏ចូលមកឲ្យនាងគូទៅនឹងបានប្រាប់ទៅកាន់អ្នកបម្រើហាមកស្ដីឲ្យនាងនៅពេលដែលនាងគូរូបទៀតណាបន្ទាប់ពីសម័យរួចតួស្រីនាងក៏ញញឹមហើយកាត់នៅក្នុងចិត្តរបស់នាងដូចជាស្រឡាញ់តួប្រុសទៅហើយតួស្រីបានថតរួចក៏ផ្ញើវាឲ្យតួប្រុសចំណែកតួប្រុសបានទទួលសារអំពីតួស្រីឡើងរំភើបញាប់ញ័រហើយតួស្រីថែមទាំងសួរតួប្រុសរបស់យើងនៅពេលដែលខ្យល់បក់ទៅនឹងនាំការនឹករលឹកដល់តួប្រុសដែរទេអូយអ្នកមានស្នេហាមកតែដូចជាមនុស្សឈួតជាងមើលបដាញញឹមតែម្នាក់ឯងបដាតែអ្នកណាទៅដែលធ្វើឲ្យលោកមើលរូបសម្លឹងមកដាក់ភ្នែកបែបនេះហើយតួប្រុសក៏និយាយឃ្លាដែលគាត់បាននិយាយជាមួយនឹងអ្នកបម្រើកាលពីនៅក្មេងតទៅហាមស្ដីឲ្យនាងនៅពេលដែលនាងកំពុងតែគូររូបអីណាបន្តមកតួប្រុសក៏បានផ្ញើសារមកប្រាប់តួស្រីគម្រោងការដែលគាត់ខំប្រឹងមក12ឆ្នាំពេលនេះបានសម្រេចហើយនៅពេលនោះស្រាប់តែលោកតាបានចូលមកសួរតួស្រីមានបានឃើញការផុសរបស់តួប្រុសទេអូយក្មេងតូចបើយើងសួរថាផុសអីទៅលោកតាក៏ឲ្យតួស្រីមើលនេះតួប្រុសកាន់តែហ៊ានខ្លាំងហើយមានសារភាពស្នេហ៍តាមវីឆាតតែក្មេងស្រីម្នាក់នោះមិនបានដឹងខ្លួនអូយក្មេងតូចបើយើងគិតថាមិនបានជាមិនចេះទប់ចិត្តផុសផ្ទាល់តាមវីឆាតទៀតលោកតាមិនចាំបាច់បារម្ភនោះទេលោកពូថំហើយគាត់ប្រកាសជាដឹងអីគួរឬក៏មិនគួរស្រាប់ហើយបើសិនជាគេចេះគិតរឿងនេះក៏មិនបែបនេះដែរហើយក្មេងតូចក៏សុំសួរបើពេលនេះមនុស្សដែលតួប្រុសស្រឡាញ់នៅទំនេរលោកតាយកព្រមឲ្យពួកគេតាក់ទងគ្នាដែរទេលោកតាក៏ប្រាប់ទៅយ៉ាងណាក៏គាត់មិនឲ្យតកូជីត្រូវអ្នកក្រៅនិយាយតាមដែរក្មេងតូចក៏គិតតែម្នាក់ឯងបើសិនជាលោកតាដឹងថាអ្នកដែលតួប្រុសស្រឡាញ់គឺជានាងកាន់តែមិនចូលចិត្តទៀតដែរលោកតាឃើញតួស្រីបែបហ្នឹងក៏សួរទៅពេលនេះឯងគឺជាបាក់ពួករបស់ពូឯងមែនទេ
អូយក្មេងតើបើយើងព្យាយាមបដិសេធថាមិនមែនទេលោកតាថាមួយរយៈនេះគាត់ខ្វាយខ្វល់ពេកឡើងដេកមិនលក់ពេលនេះហើយតួប្រុសនៅតែមិនព្រមរៀបការទៀតបើគាត់ទៅជួបជាមួយនឹងមិត្តភក្តិរបស់គាត់ក៏ចាស់ស៊ូនោះគេប្រកាសជាសាច់ចំអកគាត់ទៀតដែរនៅពេលនោះស្រាប់តែតួស្រីនេះមានអារម្មណ៍ថារកកលចង់ក្អួតអាយ៉ាឲ្យហេតុតែម៉ងថាឲ្យថាកុំឲ្យញឹកញយពេកលោកតាក៏សួរទៅតួស្រីកើតអីតួស្រីថាមិនអីនោះទេសង្ស័យតែនាងទៅមិនអុកកម្មាកំព្រាញ៉ាំគីវច្រើនពេកអូយបញ្ហាទាំងអស់នឹងមិនមែនព្រោះញ៉ាំគីវនោះទេសង្ស័យតែញ៉ាំបងច្រើនតែម៉ងហើយលោកតាក៏ប្រាប់ឲ្យតួស្រីបញ្ញាប់ទៅសម្រាកទៅចំណែកជីងហ្វឹងនៅខាងក្រោមបានស្ដាប់លើការសន្ទនារបស់អ្នកទាំងពីរមុននេះតួស្រីក៏មកចង្អើរនៅក្នុងបន្ទប់ទឹកនិងសង្ស័យជាមួយនឹងខ្លួនឯងមែនទែននាងកាត់អីប្រចាំខែក៏មិនតាន់មកទៀតឬមួយក៏នាងមានកូននឹងឯស្អីតួស្រីរបស់យើងក៏មកពិនិត្យមើលហើយអ្នកគ្រូពេទ្យក៏ប្រាប់នាងទៅថានាងមានទម្ងន់កូនពោះបាន5សប្តាហ៍ហើយតួស្រីនាងក្រែងភ្ញាក់ផ្អើលដែរគេថានាងពោះកូនតួប្រុសមែនទេនៅពេលដែលតួស្រីចេញទៅផុតជីងហ្វឹងក៏ចូលមកសួរអ្នកគ្រូពេទ្យដោយគេបានអាងថាគេគឺជាគូត្តឹងរបស់តួស្រីគេមានការតោះតែងគ្នាបន្តិចគេចង់សួរថាពេលនេះតួស្រីយ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យក៏ប្រាប់ទៅតួស្រីមានផ្ទៃពោះហើយអារម្មណ៍ឡើងចុះគឺជារឿងធម្មតានោះទេគេគឺជាប្តីគួរតែមានការអត់ធ្មត់បន្តិចស្ដាប់លើបែបហ្នឹងគេក៏រៀងភ្ញាក់ផ្អើលផងដែរប៉ុន្តែគេគិតថាមិនថាតួស្រីរបស់យើងមានកូនជាមួយនឹងអ្នកណានោះទេដើម្បីស្នើតំណែងតួស្រីគឺជារបស់គេនៅពេលដែលតួស្រីចេញមកពីមន្ទីរពេទ្យវិញបានឃើញគ្រួសារតូចមួយកំពុងតែដឹកដៃកូនដើរលេងនាងក៏ញឹមសង្ឃឹមថានៅថ្ងៃអនាគតក៏ដូចជាពួកគេដែរបន្តមកតួស្រីក៏ទៅកាន់តួប្រុសសួរតួប្រុសរបស់យើងថាត្រឡប់មកវិញនៅពេលណានាងក៏មានរឿងសំខាន់ចង់ប្រាប់គាត់នៅពេលដែលតួស្រីដើរនិយាយទូរស័ព្ទស្រាប់តែមានឡានមួយបំរុងនឹងបុកនាងប៉ុន្តែជាសំណាងល្អដែលជីងហ្វឹងបានមកជួយតួស្រីទាន់តួស្រីបានឃើញអាការៈរបស់ជីងហ្វឹងហត់យ៉ាងនេះក៏នាំគេទៅកាន់មន្ទីរពេទ្យទៅនៅពេលដែលមកដល់មន្ទីរពេទ្យគេក៏និយាយជាមួយនឹងលោកគ្រូពេទ្យបាទសិនជារឿងនឹងបានសម្រេចគេនឹងបាញ់លុយឲ្យគ្រូពេទ្យនឹងភ្លាមបន្តមកគេក៏សម្ដែងពុតធ្វើជាឈឺធ្ងន់ហើយក៏ដើរចូលទៅខាងក្នុងវិញទៅតួស្រីធ្វើឯកសាររួចក៏ដើរចូលមកសួរគ្រូពេទ្យម្នាក់ហ្នឹងអាការៈរបស់ជីងហ្វឹងនៅពេលនេះយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យប្រាប់ថាមិនអីនោះទេគ្រាន់តែការពីមុនគេរងការប៉ះទង្គិចខ្លាំងគ្រាន់តែសម្រាប់ទៅលេងអីហើយបន្តមកតួស្រីនាងក៏ស្រមៃនឹកឃើញរឿងការថ្ងៃនោះថ្ងៃដែលនាងជួបគ្រោះថ្នាក់គឺគេបានជួយជីវិតរបស់នាងកាលនោះតួស្រីនេះមានស្មារតីបន្តិចតែប៉ុន្តែនាងបើកភ្នែកមើលមិនច្បាស់នោះទេគ្រាន់តែនាងដឹងថាពេលហ្នឹងគេក៏មានអាការៈបែបហ្នឹងដែរហើយពេទ្យម្នាក់នេះក៏ប្រាប់ទៅកាន់តួស្រីថាអ្នកជំងឺមានអាការៈពិបាកដកដង្ហើមគ្រូពេទ្យប្រាប់ឲ្យតួស្រីគួរតែមើលថែផ្លូវចិត្តរបស់គេឲ្យបានល្អនៅពេលនេះតួស្រីកំពុងតែវល់មិនដឹងថាត្រូវធ្វើបែបម៉េចនោះទេម្ខាងគឺជាអ្នកមានគុណជួយជីវិតម្ខាងទៀតគឺជាមនុស្សដែលនាងស្រឡាញ់នៅពេលនេះជីងហ្វឹងក៏ត្អូញត្អែរដាក់តួស្រីថានៅពេលនេះគេកំពុងតែជិតស្លាប់ហើយតួស្រីក៏ប្រាប់ឲ្យគេព្យាបាលជាសិនទៅមិនចាំបាច់មកកុហកខ្ញុំនោះទេរាងកាយរបស់ខ្ញុំដឹងច្បាស់ខ្លាំងណាស់ខ្ញុំព្យាបាលលេងជាទាំងអស់នេះគឺដោយសារតែនាងមិនចាំបាច់មកសម្ដែងនោះទេអូយក្មេងតូចបើយើងក៏សុំទោសទៅកាន់គេទៅប៉ុន្តែគេត្រូវការតួស្រីសុំទោសនោះទេគេចង់រៀបការជាមួយនឹងនាងតួស្រីក៏បដិសេធនាងមិនអាចធ្វើបាននោះទេហើយគេក៏សួរទៅនាងបានស្រឡាញ់តួប្រុសហើយមែនទេគេបានជួយនាងរហូតដល់ខ្លួនឯងធ្លាក់ខ្លួនឈឺប៉ុន្តែក្នុងរយៈពេលដែលនាងគឺជាគូត្តឹងរបស់គេនាងបែកចិត្តដេកជាមួយនឹងតួប្រុសបើរឿងនេះបែកធ្លាយចេញទៅតួប្រុសជីក្រុមហើយនឹង BC នឹងមានផលប៉ះពាល់ប៉ុណ្ណាហើយគេក៏បន្តទៀតគេមិនសល់ពេលច្រើនទៀតនោះទេតួស្រីអាចត្រឡប់មករកគេជួយគេម្ដងទៀតទៅគេធ្លាប់សម័យថានឹងខ្លាយទៅជាប្រធានក្រុមហ៊ុន G នៅពេលនោះតួប្រុសបានផ្ញើសារមកសួរតួស្រីតើនាងទៅដល់កន្លែងបលិនយន្តហោះហើយមែនទេនៅពេលនោះព័ត៌មានក៏បានចាក់ផ្សាយពីការវិលត្រឡប់របស់តួប្រុសវិញផងដែរបន្តមកតួស្រីនាងក៏គិតនេះគឺជាការគិតលើកដំបូងរបស់នាងហើយជីងហ្វឹងមិនគួរជួយនាងនៅពេលនោះទេគេក៏នឹងមិនធ្លាក់ខ្លួនឈឺហើយនាងក៏នឹងគ្មានឱកាសបានមកស្រឡាញ់តួប្រុសផងដែរនៅពេលនេះតួប្រុសបានត្រឡប់មកដល់ផ្ទះរបស់គាត់វិញហើយលោកតាក៏បានប្រាប់ដំណឹងល្អទៅកាន់តួប្រុសនៅសុកតួស្រីជាមួយនឹងជីងហ្វឹងយល់ព្រមរៀបការជាមួយនឹងគ្នាដំណឹងល្អសម្រាប់លោកតាក៏ប៉ុន្តែវាគឺជាដំណឹងអាក្រក់សម្រាប់តួប្រុសមិនតែប៉ុណ្ណោះជីងហ្វឹងបានស្និទ្ធស្នាលជាមួយនឹងតួស្រីនៅចំពោះមុខតួប្រុសទៀតលោកពូក្រោយពេលដែលពួកខ្ញុំរៀបការរួចហើយនោះអាននីងនឹងត្រឡប់ទៅធ្វើការនៅក្នុងក្រុមហ៊ុន G វិញតួប្រុសក៏សួរទៅកាន់តួស្រីបានន័យថាយ៉ាងម៉េចតួស្រីក៏ប្រាប់ទៅនាងជាមួយនឹងជីងហ្វឹងគ្រាន់តែមានរឿងយល់ច្រឡំជាមួយនឹងគ្នាពេលនេះពួកគេទាំងពីរបានយល់ពីគ្នាវិញហើយបន្តមកតួប្រុសក៏ចូលមកចាប់ដៃតួស្រីពឹបប្រាប់ញ៉ាំមកគេប្រើអីគំរាមនាងអូយក្មេងតបីយើងក៏ប្រាប់ទៅវិញតែថាអត់នោះទេគ្មានទេនាងចង់ជ្រើសរើសយកជីងហ្វឹងស្រាប់ហើយនាងនឹងរៀបការជាមួយនឹងគេហើយតួប្រុសក៏សួរទៅនេះឬគឺជារឿងសំខាន់ដែលនាងចង់ប្រាប់គាត់បន្តមកជីងហ្វឹងក៏ប្រាប់ទៅកាន់តួប្រុសថាគេជាមួយនឹងតួស្រីគឺយល់ពីចិត្តគ្នាហើយរឿងនេះគួរតែចប់បានល្អបំផុតគាត់គួរតែសប្បាយចិត្តហើយជីងហ្វឹងឲ្យយកអីមកគំរាមនាងជីងហ្វឹងគេមិននិយាយអីនោះទេប៉ុន្តែគេបានសម្ដែងធ្វើដូចជាគេឈឺធ្ងន់អូយខំសម្ដែងប៉ុណ្ណឹងណាតែមិនសមដូចជាពួកសៀមនោះទេអូយក្មេងតើបើយើងមើលទៅបារម្ភពីគេដល់ហើយសួរថាគេមិនអីទេមែនទេតួប្រុសឃើញបែបហ្នឹងក៏ទម្លាក់របស់ដែលទិញផ្ញើតួស្រីនឹងចោលនៅទីហ្នឹងទៅមិនពេលដែលចេញទៅក៏បាននិយាយថាចោលសៀមឈាមថោកចោលសៀមឈាមថោកចំណែកតួស្រីរបស់យើងទឹកមុខរបស់នាងក៏បញ្ជាក់ពីការឈឺចាប់ដែរប៉ុន្តែនាងមិនអាចនិយាយអារម្មណ៍ពេលរបស់នាងប្រាប់ទៅកាន់តួប្រុសបាននៅពេលនេះតួប្រុសបានមកផឹកស្រាតែម្នាក់ឯងដើម្បីបន្លប់ពីការឈឺចាប់ផឹកផងជក់ផងប៉ុន្តែការឈឺចាប់មួយនេះនៅដកក្នុងអារម្មណ៍របស់គាត់ជានិច្ចដែលមិនអាចបំភ្លេចបានអូយមកដល់ឆុតកន្លែងនេះអ្នកមើល single មកចាស់ប្រកាសជាសប្បាយចិត្តឡើងវិញហើយព្រោះថាស្នេហាគឺជាការឈឺចាប់នៅថ្ងៃនេះតួស្រីកំពុងតែចូល
រងចាំតួប្រុសនាងក៏សួរអ្នកបម្រើតួប្រុសត្រឡប់មកវិញហើយនៅអ្នកបម្រើប្រាប់ថាតួប្រុសបានមកយកកង្វះរបស់គាត់ទៅអស់ហើយក៏ប្រាប់ថានឹងចេញទៅរស់នៅម្នាក់ឯងអុយក្មេងតូចបើយើងស្ដាប់ឮបែបហ្នឹងទឹកមុខឡើងសោកសៅឡើងគួរអាណិតតែម៉ាំបន្ទាប់មកលោកតាក៏ចូលមករកតួស្រីនិងបាននិយាយរឿងរបស់តួប្រុសគាត់ថាតួប្រុសប្រហែលជាត្រូវបានស្រីម្នាក់នោះបោះបង់ចោលហើយមើលទៅព្រោះថ្ងៃនេះគាត់បានទៅរកតួប្រុសគេស្គមខ្លាំងណាស់ហើយពុកមាត់របស់គេក៏មិនកោននោះដែរកូនប្រុសរបស់គាត់ធ្វើខ្លួនដូចជាមនុស្សខូចចិត្តតួស្រីក៏សួរទៅតើតួប្រុសបានញ៉ាំបាយដែរទេហើយលោកតាក៏ប្រាប់ទៅថានៅពេលនេះតួប្រុសបានល្អឡើងវិញហើយពីព្រោះថានៅពេលនេះតួប្រុសយកព្រមទៅមើលគូណាត់ហើយអូយគ្រាន់តែក្មេងតូចលើបែបនឹងទឹកមុខបាននាងក៏សពប់សពូននៅយប់នេះតួស្រីបានអង្គុយមើលតុក្កតាទាំងទឹកមុខសិញ្ជឹកសិញ្ជឹងបន្ទាប់មកនាងក៏នឹកឃើញរឿងរ៉ាវថ្ងៃមួយដែលតួប្រុសបានចូលមករកនាងហើយនឹងបានអោបទៅកាន់នាងលោកពៅមកទៀតហើយមែនទេទ្វីចំហបានន័យថានាងចង់ឲ្យខ្ញុំចូលមកមែនទេអូយក្មេងតូចបើយើងប្រាប់ទៅថាមិនមែនទេបន្ទាប់ពីសម័យរូបទឹកភ្នែករបស់តួស្រីចាប់ផ្ដើមរមើលស្រក់ចាំមកហើយនៅថ្ងៃនេះនៅពេលដែលតួស្រីមកធ្វើការហើយនៅពេលដែលទ្វារចដាយន្តបើកស្រាប់តែលេចវត្តមានរបស់តួប្រុសនៅចំកណ្ដាលមុខរបស់នាងតួស្រីខំហៅតួប្រុសប៉ុន្តែតួប្រុសបែរជាគេចមុខចេញពីនាងផើងតែម៉ាំងពេលនោះផងដែរក៏មាននារីម្នាក់ដែលនាងមានឈ្មោះថាយ៉ាងតានីងចូលមកសួរតួប្រុសថាពួកគេទៅបានហើយនៅបន្ទាប់មកជីងហ្វាំងក៏ណែនាំតានីងឲ្យតួស្រីស្គាល់តានីងជីងហ្វាំងតួស្រីសិតតែជាមិត្តរួមសាលាជាមួយនឹងគ្នាអូយក្មេងតូចបើយើងនិយាយរាក់ទាក់ទៅកាន់តានីងបានតែមួយម៉ាត់នោះទេហើយតួប្រុសក៏បបួលតានីងឲ្យឆាប់ទៅនៅពេលដែលតួប្រុសចេញទៅបាត់ជីងហ្វាំងថាតួប្រុសជាមួយនឹងតានីងនឹងពិតជាសមគ្នាខ្លាំងណាស់ហើយគេក៏ប្រាប់ទៀតថ្ងៃនេះតួប្រុសបានរើអីវ៉ាន់ចេញពីជីគ្រប់អស់ហើយគាត់គឺមិនសមនៅជីគ្រប់ទៀតនោះទេតួស្រីស្ដាប់ឮអញ្ចឹងឆ្ងល់ខ្លាំងមែនទែនគិតថាតួប្រុសព្រមចាញ់រឿងជីគ្រប់ហើយព្រមចាញ់រឿងនាងទៀតចំណែកតួប្រុសបើយើងនៅវិញក៏និយាយទៅកាន់តានីងគាត់ដឹងតែប៉ាបាននាងអមតាមគាត់ប៉ុន្តែវាគ្មានប្រយោជន៍នោះទេព្រោះគាត់មិនស្រឡាញ់នាងប្រធានជីមិញនេះមិនលោកមិនព្រមនិយាយទៅថាខ្ញុំមិនមែនជាសង្សារហើយនាងក៏សួរទៅតើតួប្រុសស្រឡាញ់ក្មួយភាសានោះមែនទេតាមពិតមនុស្សស្រីដែលគាត់ស្រឡាញ់នៅជាមួយនឹងក្មួយខ្លួនឯងក៏ធ្វើអីមិនកើតបើស្នេហាមិនសមបំណងចំណែកឯនាងវិញត្រូវបានគ្រួសាររបស់នាងជំរុញអញ្ចឹងក៏មកធ្វើកិច្ចសន្យាជួយគ្នាចាត់ការតាមគ្រួសារល្អទេហើយតួប្រុសក៏ប្រាប់ឲ្យនាងទៅចាត់ការដល់ខ្លួនឯងទៅមិនចាំបាច់បារម្ភពីគាត់នោះទេអូយតានីងក៏ប្រាជ្ញាចិត្តបាននាងថានឹងត្រូវយកតួប្រុសឲ្យបានកាត់មកកាន់តួស្រីនៅវិញអង្គុយរចនាមកបណ្ដាគេពីតួប្រុសបណ្ដានឹងបានសួរទៅកាន់កូនក្នុងផ្ទៃរបស់នាងតើនៅពេលនេះប៉ារបស់គេកំពុងតែធ្វើអីឬមួយកំពុងតែចោះសម្រងគ្នាជាមួយនឹងស្រីម្នាក់នោះនៅពេលនេះហឺឡែនក៏ចូលមកសួរតួប្រុសថាតួប្រុសបើយើងដកខ្លួនចេញពីការប្រកួតមែនទេតួប្រុសសុខចិត្តបោះបង់ការអភិវឌ្ឍ BC នៅក្រៅប្រទេសដើម្បីដណ្ដើមតំណែងការស្នងមរតកមិនក៏ឆាប់ចោះចាញ់ម្លេះតួប្រុសក៏ប្រាប់ទៅវិញក៏គិតថាតួស្រីប្រហែលជាចង់បានតំណែងជាអ្នកស្រីតកោជីហើយហឺឡែនគ្មានពាក្យអីនឹងនិយាយទៀតនោះទេក៏ដែរចេញទៅនៅពេលនេះជីងហ្វាំងក៏ចូលមករកតួស្រីសួរនាងថាមិនបានជាចំណាយពេលយូរបែបនេះគម្រោងការរបស់នាងនៅមិនតាន់ដំណើរការតាណានោះទេតួស្រីថាការរចនាចាំបាច់ត្រូវការបំផុសគំនិតបង្ខំមិនបាននោះទេហើយមិនក៏នៅ BC ពេលដែលនៅជាមួយនឹង GG ឆឹងបើជាមានសមាជិកចេញមកបន្តនៅពេលដែលជីងឆឹងបានឃើញរូបមួយនេះគេខឹងមែនទែនគេថាតួស្រីរបស់យើងនៅនឹកដល់តួប្រុសទៀតមិនគិតចង់ជួយគេទេមែនទេហើយគេប្រាប់ឲ្យតួស្រីគួរតែមានការខ្មាស់អៀនខ្លះទៅនោះជាពូបង្កើតរបស់គេនៅក្នុងពួករបស់នាងគឺជាកូនរបស់តួប្រុសមិនខ្លាចគេយកទៅនិយាយដើមទេអីតួស្រីគេថាជីជីងហ្វាំងដឹងរឿងដែលនាងមានផ្ទៃពោះគេក៏ប្រាប់ទៅកាន់តួស្រីទៀតថាគេមិនខ្វល់នោះទេថាតួស្រីធ្វើតាមវិធីណា collection ថ្ងៃនៅក្តីស្រឡាញ់ត្រូវទៅលើ BC ឲ្យបានហើយបើតួស្រីនៅតែគិតមិនចេញគេឲ្យតួស្រីទៅយកពី BC ឲ្យគេអូយតួស្រីបើយ៉ាងក៏បដិសេធប៉ុន្តែត្រូវបានគេយករឿងគុណស្រីជាមួយនឹងរឿងដែលនាងមានផ្ទៃពោះជាមួយនឹងតួប្រុសយកមកគំរាមនៅពេលនេះតួស្រីមានអារម្មណ៍ថា stress មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេនៅថ្ងៃនេះផងដែរតានាងក៏ចូលមករកជីងហ្វាំងនាងថាអត់មានអ្នកគេមកដណ្ដើមតំណែងរបស់គេទៀតនោះទេមិនបានជាមកផឹកតែម្នាក់ឯងជីងហ្វាំងក៏ប្រាប់តែដោយសារតែតួស្រីនៅក្នុងចិត្តរបស់នាងមានតែតួប្រុសម្នាក់តែប៉ុណ្ណោះនាងក៏គ្មានអារម្មណ៍ជួយគេនោះឡើយប្រធានជីពួកយកមករួមដៃជាមួយនឹងគ្នាល្អទេខ្ញុំនឹងធ្វើឲ្យជីអាននីងកាត់ចិត្តពីជីឆឹងឲ្យតតែបានហើយនាងក៏ឲ្យយកបលឲ្យគេទៅលួចទូរស័ព្ទរបស់តួស្រីផ្ញើសារទៅកាន់តួប្រុសណាត់ជួបគ្នានៅសន្តាគាររឿងនៅសារទុកឲ្យនាងគឺជាអ្នកចាត់ការចាស់ជីងហ្វាំងក៏យកព្រមសហការរួមដៃជាមួយនឹងនាងនៅពេលដែលតួប្រុសកំពុងតែអង្គុយប្រជុំស្រាប់តែសារពីតួស្រីបានផ្ញើមកកាន់គាត់នាងថានាងពិតជានៅគាត់ខ្លាំងណាស់ហើយនាងនឹងចាំគាត់នៅបន្ទប់សន្តាគារហើយតួប្រុសមិនបាច់ចាំតបទៅនាងវិញនោះទេអូយគ្រាន់តែបានសារពីតួស្រីអដល់ហើយប្រាប់ឲ្យអ្នកគ្រប់គ្នានិយាយបន្តទៅឲ្យគេនិយាយបន្តឯងវិញចេញពីការប្រជុំបាត់តាមពិតទៅអ្នកដែលផ្ញើសារទៅកាន់តួប្រុសមិនមែនជាតួស្រីនោះទេជីងហ្វាំងបានលួចទូរស័ព្ទរបស់តួស្រីផ្ញើសារទៅកាន់គាត់នឹងឯងនៅពេលដែលតួស្រីត្រឡប់មកវិញក៏សួរទៅកាន់គេចូលមកក្នុងបន្ទប់របស់នាងតាំងពីពេលណាជីងហ្វាំងថាគេទៅចូលមកបាញ់មិញមកឆែកមើលក្រុមការរបស់នាងហើយតួស្រីក៏ប្រាប់ទៅក្រុមដំបងគឺរួចរាល់ហើយគ្រាន់តែមានរឿងបន្តិចបន្តួចដែលចាំបាច់ត្រូវពិភាក្សាជាមុនសិនអូយគេហេវឹបចង់ទៅប៉ះតួស្រីប៉ុន្តែតួស្រីបើយើងគេចផឹងតែម៉ាងហើយគេក៏ប្រាប់ឲ្យតួស្រីបើយើងធ្វើការបន្តទៅគេចេញទៅមុនណៃចំណែកតួប្រុសនៅពេលដែលមកដល់សន្តាគារបុគ្គលិកស្រីម្នាក់បានបកគលការបន្ទប់ឲ្យទៅកាន់តួប្រុសថែមទាំងប្រាប់ឈ្មោះតួស្រីបើយើងគឺជាអ្នកបកគលឲ្យទៀតផងនៅពេលដែលតួប្រុសចូលមកដល់ក្នុងបន្ទប់មួយនេះមិនតាន់បានប៉ុន្មានផងស្រាប់តែគាត់មានអារម្មណ៍វិលមុខចង់ដួលធីងថងដោយសារតែធុកមអเตอร์ไซค์នេះត្រូវបានគេដាក់ថ្នាំនៅក្នុងនឹង
រីឯហឺលៀនបានតែមកកាន់តួស្រីសួរនាងថាតួប្រុសនៅជាមួយនឹងនាងដែរទេតួស្រីក៏ប្រាប់ទៅថានាងមិនបានជួបតួប្រុសច្រើនថ្ងៃមកហើយតែគេមានអីមែនហឺលៀនថានៅពេលដែលប្រជុំតួប្រុសបានទទួលសារពីនាងហើយក៏បញ្ញាប់ចេញទៅពេលនេះមានការជាបន្តតាក់ទងទៅកាន់គាត់មិនបាននោះទេតួស្រីប្រាប់ថានាងបានផ្ញើសារទៅកាន់តួប្រុសនោះទេប៉ុន្តែនៅពេលដែលនាងឆែកសារនាងបានឃើញថាពិតជាបានផ្ញើសារទៅកាន់តួប្រុសពិតមែនប៉ុន្តែមកតួស្រីនាងក៏ស្រមៃនៅឃើញរឿងដែលជីងហ្វាំងបានចូលមកក្នុងបន្ទប់របស់នាងអំបញ្ញមិញហើយតួស្រីដឹងថាជីងហ្វាំងគឺជាអ្នកផ្ញើទៅកាត់មកកាន់តួប្រុសនេះវិញតានាងបានរត់ទៅអោបតួប្រុសពីក្រោយហើយនឹងហៅតួប្រុសរបស់យើងថាលោកពូហើយមកទៅកាន់តួប្រុសរបស់យើងដូចជាវងវិញវងវាន់ដល់ហើយនៅពេលនេះតួស្រីបានមកដល់សន្តាគារនេះហើយក៏បានហៅតួប្រុសផងដែរកំពុងតែដាក់សុកស្រាប់តែមានតែគេម្នាក់ទេដៃនាងចូលទៅក្នុងបន្ទប់តាម៉ាងអូយក្មេងតូចបើយើងបើកភ្នែកឡើងធំនោះគឺជាតួប្រុសអូយក្មេងតូចបើយើងក៏ហៅអោបទៅកាន់តួប្រុសរបស់យើងយ៉ាងណែនតួប្រុសក៏ប្រាប់នាងបានតែកំយំនាងក៏ប្រាប់ទៅកាន់តួប្រុសថានាងពិតជានឹកតួប្រុសខ្លាំងណាស់តួប្រុសថានឹកដូចគ្នានាងផ្ញើសារមកកាន់គាត់មិនបានជាមកយឺតយ៉ាងនេះអូយខ្ញុំមិនបានផ្ញើសារនោះទេលោកពូមិនអីទេតួប្រុសក៏សួរទៀតនាងចង់ផ្ញើសារមករកគាត់មែនទេអូយក្មេងតូចប៊ីប៊ឺឆ្លើយមិនចេញនោះទេបន្ទាប់មកតួប្រុសក៏បិទមាត់នាងយកតាម៉ាងរួចធ្វើឲ្យអ្នកស៊ីងកោមកចាស់ចំណានគេងាប់តាម៉ាងនៅពេលនោះលោកតាបានបើកទ្វារបន្ទប់ផ្លុតឃើញអ្នកទាំងពីរផ្លេតជីឆឹងទីបំផុតយើងចាប់ឯងបានហើយយើងពិតជាចង់ឃើញខ្លាំងណាស់ស្រីម្នាក់ណាទៅដែលសុកធ្វើឲ្យឯងនេះចេញមកទាំងបែបនេះនៅពេលដែលឃើញស្រីម្នាក់នេះលោកតាបើកភ្នែកឡើងធំតាម៉ាងអូយងាប់ឲ្យពិតជាលក់មុខយ៉ាងខ្លាំងណាស់អូយលក់មុខយ៉ាងខ្លាំងណាស់ពិតជាលក់មុខយ៉ាងខ្លាំងណាស់នៅពេលដែលចេញមកដល់ខាងក្រៅលោកតាបែរជាលួចឲ្យញឹមទៅវិញមើលទទួលស្រីដូចជាភ័យដល់ហើយតួប្រុសក៏ប្រាប់ទៅមិនអីនោះទេគាត់គឺជាអ្នកហៅលោកតាមកតាអូយលោកពូកំពុងតែធ្វើអីហ្នឹងហើយតួប្រុសក៏ប្រាប់ទៅជីងហ្វឹងគេគ្មានជំងឺអីនោះទេគឺគេកុហកនាងតួស្រីឆ្ងល់ខ្លាំងមែនទែនសួរគាត់ថាដឹងរឿងនេះបានយ៉ាងម៉េចពីព្រោះខ្ញុំដឹងថានាងស្រឡាញ់ខ្ញុំមករហូតបន្តមកតួប្រុសក៏និយាយរឿងប្រាប់នៅពេលដែលគាត់ទៅមណ្ឌលកម្មាកំព្រាក្មេងតូចបើយើងក៏សួរទៅកាន់តួប្រុសតើតួប្រុសគឺជាមនុស្សដែលតួស្រីបើយើងស្រឡាញ់មែនទេហើយក្មេងតូចថែមទាំងនាំតួប្រុសមកមើលគំនូរដែលតួស្រីបានគូរទៀតផងក្មេងតូចប្រាប់ថាបងស្រីអានីងបាននាងប្រាប់ថាម្នាក់នេះគឺជាមនុស្សដែលនាងស្រឡាញ់ខ្លាំងណាស់គេមានមុខមាត់ដូចតួប្រុសអញ្ចឹងមិនតែប៉ុណ្ណោះបងស្រីអានីងបាននាងថែមទាំងគូបណ្ដាយយំបណ្ដាយទៀតផងបន្ទាប់ពីនិយាយដល់រឿងគ្នាអស់ហើយតួស្រីក៏បបួលឆាប់ទៅអธิบายបកស្រាយឲ្យលោកតាស្ដាប់តួប្រុសថាលោកតាគឺជាអ្នកបិទទ្វារមិនអញ្ចឹង7ខែក្រោយមកនៅពេលនេះពោះរបស់តួស្រីកាន់តែធំហើយអូយក្មេងតូចបើយើងដើរចតដើរឡើងល្អនៅចំពោះមុខរបស់តួប្រុសប្រាប់កូនរបស់នាងឲ្យមើលទៅលោកប៉ារបស់គេឧស្សាហ៍ដល់កម្រិតណាតួប្រុសស្ដាប់លើនាងល្អតិចបែបហ្នឹងក៏ហៅនាងឲ្យមកក្បែរគាត់អូយក្មេងតូចបើយើងដើរទៅជិតបំរុងនឹងលោទៅកាន់តួប្រុសអូយក្មេងតូចបើយើងស្រាប់តែជឿពោះភ្លាមតែមកដំបងឡើយតួប្រុសមិនជឿនោះទេតួស្រីប្រាប់ថាមិនមែននោះទេនៅពេលនេះនាងគិតថាបែកទឹកភ្លោះហើយតួប្រុសក៏បញ្ញាប់3នាងដើម្បីនាំនាងទៅកាន់មន្ទីរពេទ្យបន្តមកតួស្រីនាងក៏នឹកឃើញរឿងកាលពី3ឆ្នាំមុននៅពេលដែលនាងជួបជាមួយនឹងគ្រោះថ្នាក់កាលនោះតួប្រុសគឺជាអ្នកជួយនាងមិនមែនជាជីងហ្វាំងនោះទេដោយសារតែនាងបាត់បង់ស្មារតីមើលមិនច្បាស់នឹងហើយបាននាងច្រឡំមករហូតនឹងបន្ទាប់ពីសម័យរួចតួស្រីនាងក៏សួរទៅ3ឆ្នាំមុនតើគាត់គឺជាអ្នកជួយនាងមែនទេតួប្រុសសួរថាពេលនេះនាងទៅតែដឹងមែនទេតួស្រីក៏ងក់ក្បាលខ្ញុំខំគិតថាគឺជាជីងហ្វាំងទើបខ្ញុំជ្រើសយកគេរហូតមកតួប្រុសប្រាប់ទៅក៏ខំបីនាងចុះទៅជា20ចន្ទឯណោះហើយតួស្រីក៏អរគុណនៅក្នុងចិត្តដែលគាត់បានស្រឡាញ់នាងមករហូតមកហើយរឿងរបស់យើងក៏ចប់ត្រឹមតែប៉ុណ្ណឹងអរគុណប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកតាមដានរឿងមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អ